ខេត្តត្បូងឃ្មុំនៅក្នុងវេលាថ្ងៃនេះដែរក៏មានការស្វែងសម្ដែងពធទេសនាបច្ឆាវិសាជនីមុននឹងសម្ដែងទូលព្រះបង្គំសូមធ្វើគិរវៈកិច្ចក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈក្រាបថ្វាយបង្គំសម្ដេចព្រះមហាសមេធាធិបតីសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាក្រាបថ្វាយបង្គំព្រះមេគុណខេត្តត្បូងឃ្មុំព្រះអនុគុណស្រុកកោរាំងឪនិងក្រាបថ្វាយបង្គំព្រះគ្រូចារអធិការវត្តច័ន្ទក្រស្នាបន្ទាយមានរួមទាំងព្រះគ្រូសូស្ដាប់ឆ្វេងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចម្រើនពរដល់អាចារ្យគណៈកម្មការឯកឧត្តមលោកជំទាវអ្នកអង្គញាលោកប្រុសលោកស្រីលោកតាលោកយាយញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ជាទីរាប់អាននៅក្នុងឱកាសនេះមុននឹងថ្លែងសម្ដែងក៏សូមថ្វាយនៅព្រះពរប្រគិនពរនិងជូននៅពុទ្ធមង្គលពរទាំង4ប្រការទី1អាយុសូមឲ្យប្រគុណជាម្ចាស់ព្រមទាំងញោមញាតិពុទ្ធបរិស័ទទាំងអស់មានយុទ្ធនាទីជាយុវវ័យយឺនយូរជាងរយព្រះវាសាទី2វណ្ណៈសូមមានពរសម្បល់កាយពោផាសមរម្ល្អទី3សុខៈសូមបានសុខកាយសบายចិត្តទី4ពលៈសូមឲ្យមានកម្លាំងកាយនិងកម្លាំងសទ្ធាជ្រះថ្លាកម្លាំងបញ្ញាឆ្លាតវាវៃបណ្ដាពុទ្ធពរទាំង4ប្រការនេះចម្រើនកើតមានដល់ព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងញោមញាតិពុទ្ធបរិស័ទទាំងអស់ឲ្យបានសពការសពវេលាកុំបីអានខានឡើយនៅសូមអធិស្ឋានខន្តីអភ័យទោសក្រែងលោកណាពីព្រះអង្គនេះថ្លែងសម្ដែងទៅមានការខកឆ្គាំឆ្គងមិនពីរូបពិសាមិនត្រូវទៅតាមអធិស្ឋាននិស័យទឹកចិត្តចង់ស្ដាប់ក៏មេត្តាអនុគ្រោះបដិអភ័យទោសដល់ទូលព្រះបង្គំខ្ញុំព្រះករុណាថ្មាទាបទាំងពីរអង្គនេះផងសូមថ្វាយព្រះពរព្រះគិនពរនិងជូនពរអ្នកមោទស្សៈតិកៈវៈតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោទស្សៈតិកៈវៈតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោទស្សៈតិកៈវៈតោអរហតោសម្មាសម្ពុទ្ធស្សៈសូមលើកអត្ថាតវិប្រណម្យបង្គំផ្ចំចំពោះដល់អង្គសម្ពុទ្ធគូទ្រង់នាមប្រកបថានិគូបរុរួចរងរឿងឧត្តមព្រមទាំងព្រះធម៌ដ៏ជ្រាលជ្រៅទុកដូចសម្បើយ៉ាងធាធំសម្រាប់អសព្ទបានសុខខ្ញុំសូមបង្គំដោយសេចក្ដីសាទាំងខ្ញុំសូមក្រាបអភិវ័នប្រសពគ្រប់ជាន់ក្នុងលោកាដែលជាស្រែបុណ្យដ៏អស្ចារ្យនៃអ្នកជ្រះថ្លារាល់ប្រាណដោយគុណតេជៈអ្នកនសការនៃត្រៃរតនាទាំងប៉ុន្មានទុកសោរូបភ័យក៏បីខានសូមបានសុខសាន្តគ្រប់វេលាអិតោបរាំងធម្មតិសនន្តិសេសាមៈបន្តភ្ជាប់ពីបទនមស្ការនេះទៅទូលបង្គំខ្ញុំព្រះករុណាអាត្មាភាពបានឱកាសចាក់ចែងទូនីតិសម្ដែងពធទេសនាដោយក្នុងពេលនេះខ្ញុំកុណាអាត្មាភាពមានថេរនៃការមុនគេតំណែងតែងតាំងក៏សូមមុនគេដែរឲ្យខ្លួនឯងដើរតួនាទីជាព្រះមហាថេរជកអង្គុយជាអេលើខ្លួនឯងតែម្ដងបែបបោះឆ្នោតទេញោមឯព្រះគុណជាម្ចាស់មួយអង្គទៀតឲ្យលោកដើរតួនាទីជាព្រះអនុខែចាំឆ្លើយរាល់សំណួរដែលខ្ញុំកណាអាត្មាភាពបានដណ្ដឹងសួរការចាក់ចែងទូនីតិក្នុងឱកាសនេះរួចរាល់ចប់សពគ្រប់ហើយញោមញាតិពុទ្ធបរិស័ទទាំងអស់ក្នុងឱកាសនេះក៏កំពុងតែតម្រង់ផ្ចង់ស្មារតីដើម្បីស្ដាប់នៅពធទេសនាពីព្រោះការស្ដាប់នៅពធនេះធ្វើឲ្យយើងមានពន្លឺទាំងក្នុងបច្ចុប្បន្ននិងទៅបរលោកដោយពាក្យបុរាណលោកបានពោលថាសូរិយាបំភ្លឺពេលថ្ងៃច័ន្ទពេញបរមីបំភ្លឺពេលយប់រីឯព្រះធម៌សែនល្អលើកលុបបំភ្លឺថ្ងៃយប់ដល់បោះរស្មីបំភ្លឺដល់ជនដែលប្រព្រឹត្តល្អគោរពព្រះធម៌សន្សំបារមីបំភ្លឺជននោះទាំងយប់ទាំងថ្ងៃទួតចាប់ជាថ្មីក៏មិនងងឹត
ao cho còn ao chất của lúc lo tiền bạc này và có miếng quần lưới theo bạch chấm bóng lên tới lúc thảo một lúc thầy để lấy nhôm cả ná chặt cháy tu đi tí hồi thầy số là đất tần ní là con chiều mà chặt bánh chân thầy lạc đêm ca ở nhôm cả ná đường dây ta một mớ ta quỳnh chất được tu là đường nghi đinh tay còn ót số là đất tần ní Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa សូមលើកហាត់ប្រណម្យបង្គំគោរពរំលឹកនឹកគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាអង្គម្ចាស់ដោយសេចក្តីគោរពដ៏សង្ខេបបែបខ្លីប៉ុណ្ណេះដើម្បីកើតការចម្រើនពរប្រគេនដល់ព្រះដេចព្រះគុណព្រះចៅអធិការវត្តបន្ទាយមានព្រមទាំងព្រះគ្រូសូត្រស្ដាំឆ្វេងព្រះគុណជាអង្គម្ចាស់ព្រះអនុគុណស្រុកអូរាំងឪព្រះវិន័យធម៌ព្រះសមុខព្រះមន្ត្រីសង្ឃនៅក្នុងស្រុកអូរាំងឪព្រមទាំងព្រះមេគុណខេត្តត្បូងឃ្មុំព្រះគុណជាអង្គម្ចាស់គ្រប់ព្រះអង្គដែលបាននិមន្តមកចូលរួមក្នុងកម្មវិធីបុណ្យនេះទាំងអស់សូមទេវតាថែរក្សាការពារព្រះគុណជាអង្គម្ចាស់ឲ្យបានសុខភាពល្អកុំឲ្យមានជំងឺឈឺបៀតបៀនកុំឲ្យមានឧបសគ្គឲ្យមានសតិបញ្ញាភ្លឺថ្លារៀនសូត្រឲ្យពូកែចេះពូកែចាំពូកែចំណាំឆាប់បានសូមទេវតាថែរក្សាព្រះគុណជាអង្គម្ចាស់ឲ្យសាងភ្នោះពោះនៅរហូតដល់ចាស់ព្រឹកចាស់ព្រីងឆាន់ជែកលបោតឆាន់ពោតល្បេះខ្មោចចាញ់តម្រេះធ្វើមិនត្រូវនៅរក្សាពុទ្ធសាសនាកុំឲ្យអង្គណាសឹកបាននៅសោះដោយសេចក្តីប្រាថ្នាកើតការចម្រើនពរជ័យដល់លោកយាយដល់លោកតាអញ្ញាធិដែនដីមន្ត្រីរាជការសាលាកុងសីស្ថានកុងស៊ុលឈ្មួញកុងសែប្រកែកុងស៊ីស្មេស្មានប្រធានមន្ត្រីនយោជកនយោជកនលក់ចេញអ្នកទិញចូលអ្នកប្រមូលภาษีតាជីដូនជីយុវនារីយុវជនអ្នកនិពន្ធអ្នកកសែតអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមេក្រូអ្នកបើកធុងបាសពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់គ្នានឹងសូមឲ្យបានសេចក្តីសុខចម្រុងចម្រើនរកទទួលទានចេះតែមានបានកើតកាលវាលគុំតិចតិជុំកុំឲ្យស្គាល់ពាក្យថាក្រលំបាកតោកយ៉ាវេទនាកំព្រាកំសត់ឡើយសារពើជំងឺឈឺអាពាតបៀតបៀនមានទាំងប្រមាណកុំឲ្យឈឺទៀតតាំងពីលហិតលហើយឈឺដៃឈឺជើងឈឺក្បាលក្បូងតសៃតសូងលងតគៀកបោកពំកំពកលោកកែវលោកព្រះក្លុងស្រែងបែងថ្ងៃទឹកនោមប្រៃទឹកនោមផ្អែមលើសឈាមលើសខ្លាញ់លើសស្កជំងឺអេដស៊ីដាជំងឺសាអានស្ត្រាក់ព្រុនមន់ព្រុនទាអីនាំគ្នាលាក់ចោលនឹងវត្តនេះទាំងអស់ខ្ជិលយកតាមខ្លួនយកតែបុណ្យគុណកុសលឲ្យបានអាយុសុទ្ធតែវែងហើយកុំឲ្យវង្វេងវង្វាន់ដូចសេចក្តីប្រាថ្នានិរេបែមករកព្រះគុណជាអង្គម្ចាស់ដែលគេធ្លាប់ហៅថាព្រះគ្រូកងរៃដីក្អមឆ្នាំងតាំងសិលនៅភ្នំកងរៃបារមីរឹកតសែនកាន់ផងក៏មិនដឹងអាត្មាភាពនេះជារាសាមញ្ញមិនគួរពូលពាក្យឆ្លើយឆ្លងជាមួយអ្នកមានបារមីកាន់សោះខ្លាចខុសមាត់ខុសកបណ្ដាឥឡូវឡើងក្រែជួបគ្នាហើយទៅមកគ្រាទៀតតែប្រគុណណាយញោមញាតិពុទ្ធបរិស័ទជួយខាងអាត្មាជួយចេះលើកកម្លាំងចិត្តជ្រុលខ្លួនចូលអង្គុយស្ដាប់លោកទេសទៅហើយទេសកើតក៏ដោយមិនកើតក៏ដោយចេះតែទ្រាំមកតទៅរួចមកក្រែហ្នឹងព្រោះក៏ដោយមិនព្រោះក៏ដោយចេះតែធ្វើមុខធ្វើមាត់ឲ្យដូចកំពុងតែព្រោះហើយចឹងទៅស្ដាប់យល់ក៏ដោយមិនយល់ក៏ដោយធ្វើមុខដូចកំពុងតែយល់ទៅស្ដាប់បានក៏ដោយមិនបានក៏ដោយធ្វើមុខមាត់ដូចកំពុងតែស្ដាប់បានដែរអាត្មានឹងមានកម្លាំងចេះតែបាច់អញ្ចឹងទៅដែរហើយតែស្ដាប់បានហើយអង្គុយធ្វើមុខជូអែមខ្លាចធន់ជូអែមដែរប្រគុណម្ចាស់សួរមើលមុខយាយមើលមុខតាមើលមុខអាចារ្យមើលមុខដូនជី
បើសិនជាមុខគាត់ចេះតែស្ងួតមាត់គាត់ចេះតែស្ងាបស្ទើអង្គុយស្ទើក្រាបស្ទើកថែងសូមបីធន់នោះនៅវែងសង្ខេបលើកលែងលាគេទៅជួនកាលយាយធុញយាយថប់យាយមិនថាប៉ុន្តែបើយាយចេះតែបថយទៅជាប់ស្លាសញ្ញាយាយចំទៅផ្ទះហើយបញ្ញាប់ដូរឲ្យចៅមកម្ដងជួនកាលតាធុញតាថប់តាមិនថាបើតាចេះតែមើលនាឡិកាសញ្ញាតាថាដល់ម៉ោងហើយបើអញ្ចឹងអ្នកសួរនឹងប្រយ័ត្នប្រយែងដែរប្រគុណម្ចាស់កន្លែងណាខ្ញុំកណាចេះសួរមកចុះបើខ្ញុំកណាឆ្លើយខុសសូមជួយកែបើមិនចេះទេសូមវេប្រគេនប្រគុណម្ចាស់វិញហើយបើសិនជាលើសទៅសូមជួយកាត់ច្រាប់ចេញហើយបើខ្វះនោះវិញជួយបំពេញឲ្យកំពុងញាត់ឯណែនឲ្យផងហើយបើសិនជាខ្ញុំកណាមានចម្ងល់សូមសួរវិញហើយសំណូមពរមានប៉ុណ្ណេះបើបដិជាប្រគុណយល់ព្រមទេសនាជាមួយគ្នាបានប៉ុន្តែបើមិនយល់ព្រមទេអត់ប្រខិតប្រខំទេទុកឲ្យខ្ញុំកណាអ្នកសួរវិញក៏បានបើមិនអញ្ចឹងទេប្រគុណម្ចាស់អាចនិមន្តត្រឡប់ទៅវិញក៏អត់អីដែរព្រោះមានប្រសងចាំសគួរហើយសូមជ្រាបសាធុទីចង់ទៅដល់មើលមហាថៃញោមក្រំសនំពោប៉ុណ្ណឹងមានតែបញ្ហាអីអនុថែលើកនឹងទៀតក៏ព្រមដែរឲ្យតែអនុថែទទួលងារជាអ្នកឆ្លើយអត់បញ្ហាទេមិនអីទេបំណាច់នឹងឡើងលើកក្រែហើយប្រគុណម្ចាស់ញោមញាតពុទ្ធបរិស័ទក៏មានសេចក្តីត្រេកអរញឹមអញ្ញេសកការទទួលប៉ុណ្ណេះទៅហើយព្រមអនុថែដល់ចិត្តរីករាយក្នុងឱកាសពេលនេះពុទ្ធបរិស័ទរួមជាមួយនឹងព្រះសង្ឃគ្រប់ព្រះអង្គបានប្រារព្ធជាកម្មវិធីបុណ្យឆ្លងឧបឋានសាលានៅពុទ្ធាពិស័យនៅក្នុងបរិវេណនៃវត្តចន្ទប្រស្នាបន្ទាយមាននេះអនុថែដូច្នេះខ្ញុំកណាសង្ឃឹមឲ្យនឹងមានទំនុកចិត្តលើការចេះដឹងរបស់អនុថែសួរតាណាក៏ដឹងតែចេះដែរមិនមែនថាមិនចេះទេសួរតាណាក៏ឆ្លើយចេះដែរហើយលើជាដំបូងខ្ញុំកណាមានការងឿងឆ្ងល់អំពីអភិស័យអនុថែព្រោះក្នុងទីនេះអភិស័យផងហើយឆ្ងល់ពាក្យថាអភិស័យនឹងមានន័យសេចក្តីយ៉ាងម៉េចនោះអនុថែសូមវិសាចនីអភិស័យបើតាមមើលក្នុងល្ខោនគឺគេរៀបការសូមជ្រាបហើយធ្លាប់មើលល្ខោនបានដឹងថាអភិស័យប្រែថារៀបការត្រឹមត្រូវហើយផ្នែកល្ខោនចុះអភិស័យក្នុងកម្មវិធីបុណ្យនេះមានន័យយ៉ាងម៉េចដែរអនុថែសូមវិសាចនីអភិបពបតសេចធាតុណុបច្ច័យគេប្រែថាប្រោះព្រំស្រោចស្រពលើកតម្កើងតម្លើងយោះតម្លើងស័កសូមជ្រាបសាធុហើយចុះអភិស័យនោះទៀតមានប្រមាណយ៉ាងដែរសូមវិសាចនីមានច្រើនយ៉ាងប្រោះព្រំស្រោចស្រពមេត្តាបៃតាគេហៅថាសាមញ្ញពិស័យអភិស័យស្ដេចឲ្យឡើងទៅជាគ្រប់គ្រងប្រទេសជាតិឬក៏រៀបការស្ដេចហ្នឹងគេហៅថារាជាពិស័យដល់តែគេអភិស័យព្រះពុទ្ធរូបគំនូសពបែបយ៉ាងហ្នឹងគេហៅថាពុទ្ធាពិស័យសូមជ្រាបសាធុហើយចុះក្នុងពេលនេះពុទ្ធាពិស័យអភិស័យព្រះមិនមែនមានន័យថាការព្រះនេះណោះញោមមានន័យថាលើកតំកើតម្លើងយុតម្លើងស័ក្តិស្រោចស្រពប្រោះព្រំចំពោះព្រះពុទ្ធរូបព្រះពុទ្ធបដិមាហើយអភិស័យនេះទៀតតើមានតាំងពីពេលណាដែរអនុថែសូមវិសាចនីមានតាំងតែពីពេលព្រឹកមិញមកម្ល៉េះសូមជ្រាបមិនត្រូវទេមិនចង់ដឹងនៃសេចក្តីអភិស័យផងនេះទេចង់ដឹងពីប្រវត្តិរឿងរ៉ាវដែលម្ចាស់ទានសម័យបនធ្វើក្នុងពេលនេះតើមានរឿងរ៉ាវយ៉ាងម៉េចបានជាមានក្នុងឱកាសនេះដែរអនុថែសូមរតនីអភិស័យនេះមានតាំងពីក្រោយព្រះអង្គព្រះនិព្វានទៅ500ឆ្នាំម្ល៉េះសូមជ្រាបសាធុមានរឿងរ៉ាវយ៉ាងម៉េចបានជាក្រោយព្រះអង្គព្រះនិព្វានមកហ្នឹងមានការអភិស័យហ្នឹងជាប់ចំនួនប្រពុតតែអីក៏មិនមានអនុថែសូមវិសាចនីរឿងចំនួនប្រពុតអភិស័យមុនគេគឺព្រះអង្គអភិស័យខ្លួនព្រះអង្គពេលព្រះអង្គបានត្រាស់នោះមកបានជាយើងនឹងធ្វើតាម
Chẳng vì sơ maiព្រះព្រះអង្គអភិសេករួចហើយប៉ុន្តែអភិសេកតែម្ដងនោះក៏វាស្ងាត់បាត់សូន្យទៅដល់ព្រះអង្គព្រះនិព្វានទៅគ្រប់400ឆ្នាំបានមានកសាងពុទ្ធរូបកើតឡើងប៉ុន្តែនៅតែមិនទាន់មានអភិសេកក៏លុះដល់ពុទ្ធព្រះអង្គព្រះនិព្វានទៅគ្រប់500ឆ្នាំចំនួនមីលិននិងនាគកសេននឹងកើតឡើងនឹងបានកសាងពុទ្ធរូបដែលយើងហៅថាពុទ្ធរូបបកែវមរកតដែលបានប៉ើងមកចូលស្រុកខ្មែរយើងដាក់ពីដើមមកដាក់នៅក្នុងព្រះបរមរាជវាំងថាព្រះវិហារបកែវមរកតហ្នឹងចូលមកស្រុកខ្មែរ1560ឆ្នាំ1560បានប៉ើងចូលមកស្រុកខ្មែរយើងដោយចៃដន្យកាលនោះគឺបកែវមរកតហ្នឹងហើយដែលអភិសេកមុនគេដោយមិលិននិងនាគកសេនអ្នកនាំគ្នាបកើតជាពិសេសគឺព្រះនាគកសែនថែអ្នកនាំបកើតទេពីមុននឹងអត់មានពីណាបកើតទេញោមការបង្កើតជាកម្មវិធីអភិសេកនេះឡើងដោយទ្រង់នឹកឃើញថាកាលព្រះអង្គត្រាស់ដឹងនោះមានហេតុភេទអស្ចារ្យខ្លាំងណាស់បានជាអ្នកនៅខាងកជ្រៀកកចាយមាអូរាំងឪត្បូងឃ្មុំជប់សួងមិមុតក្រែកឲ្យទៅធ្វើបុណ្យនិយមនិមន្តប្រសង់ទេសនាបឋមត្រាស់នោះដែលមានក្នុងគម្ពីរបឋមសម្ពោធិកថានិយាយពីហេតុអស្ចារ្យមុនពេលព្រះអង្គបានត្រាស់ដូចរំលឹកឡើងវិញដើម្បីញ៉ាំងសទ្ធាយើងនឹងឲ្យរំភើបរីករាយជាមួយឥឡូវអាត្មាគ្រាន់តែសង្ខេបត្រួសមកក្រោយពីព្រះអង្គផ្ទុំទៅស្រាប់តែយល់សពចម្លែកឃើញដាក់ប្រកេះកោយទៅភ្នំធម្មពៀនសណ្ដោកជើងទៅត្បូងធ្លាក់ទៅសមុទ្រដាក់ដៃឆ្វេងធ្លាក់ទៅសមុទ្រខាងកើតដាក់ដៃស្ដាំធ្លាក់ទៅសមុទ្រខាងលិចមានស្មៅជៀនដោះពីផ្សិតឡើងដល់ព្រហ្មលោកមានតកៅតោងជើងរបស់ព្រះអង្គមានសត្វហើរពីគ្រប់ទិសទីមកពណ៌ផ្សេងចុះមកក្បែរព្រះអង្គស្រាប់តែដូរទៅជាពណ៌សទាំងអស់ដូច្នេះជាដើមព្រះអង្គចាប់ផ្ដើមទោះទាយសុបិនខ្លួនព្រះអង្គថាអាត្មាអញមុខតបានត្រាស់ព្រះអង្គធ្លាប់សាកល្បងធ្វើទុក្ខរកិរិយាអស់6ឆ្នាំហើយអត់ចង្ហាន់ក៏មានសោយអាចគោក៏មានសោយស្មៅក៏មានសិនផ្ទុំហាលថ្ងៃក៏មានហាលភ្លៀងក៏មានផ្ទុំលើបលាក៏មានចុះត្រាំទឹកក៏មានសាកល្បងអត់បាយក៏មានដែរនៅតែមិនត្រាស់ដឹងសោះឥឡូវប្រភ្នូលនេះជាប្រភ្នូលព្រះអង្គឲ្យបានត្រាស់ព្រះអង្គមានប្រភ្នូលមួយទៀតនៅពេលដែលព្រះអង្គអត់ចង្ហាន់មែនតែនពេលនោះបិទទៅនឹងស្លាប់ហើយទេវតាបញ្ចូលរឹតតាមរោមឲ្យព្រះអង្គចេះតែនៅរស់ដង្ហើមទឹកពេលព្រះអង្គផ្ទុំដួលទៅនៅនឹងដីសត្វខ្លះវាមកកាច់សបុកពូនពងកូននៅនឹងញាស់ឲ្យបដាកូនទៅបាត់នៅតែព្រះអង្គមិនទាន់ទៅណាក្មេងគោក្មេងកបីខ្លះឃើញព្រះអង្គយកដំដីគប់លេងថាដូចជាមនុស្សស្គួតអញ្ចឹងទៅខ្លះក៏គេគោរពពេលនោះឯងស្រាប់តែសកទេវរាជចុះមកកាន់ពិនដែលយើងបបាក់ស្ដាប់ថាជាបៃអញ្ចឹងទៅចុះនិមិត្តដេញជាបៃរឹតតាំងពេកដាច់ម៉ាត់ដាក់ធូរពេកទៅវាដេញអត់ព្រោះអញ្ចឹងដាក់លមបានដេញទៅព្រោះព្រះអង្គមានប្រភ្នូលមួយទៀតអញបប្រតិបត្តិខុសដែរផ្ដើមទទួលចង្ហាន់ឆាន់វិញឆាន់ចង្ហាន់ឡើងវិញបញ្ញវគិយភិក្ខុរត់ចោលខ្ទេចមិនកើតទេគ្នាយើងអើយគ្រាន់តែកាលអត់ចង្ហាន់ផងរត់ធម៌មិនឃើញឥឡូវមកឆាន់ចង្ហាន់វិញហើយមានអីសង្ឃឹមយើងរត់ចោលលែងបង្រើព្រះអង្គទទួលចង្ហាន់បានពីនាងសុជាតាដែលគេថ្វាយនតារៈជ្រៃពីព្រោះគេប្រាថ្នាសុំកូនឥឡូវបានកូនដូរចិត្តហើយយកចង្ហាន់ទៅថ្វាយនោះណាដល់តែយកមកថ្វាយវាមិនជួបអរិយជ្រៃវាជួបព្រះចឹងទៅព្រះអង្គក៏ថាអាត្មានឹងជាអ្នកបួសទេបើនាងមានសទ្ធាថ្វាយក៏ថ្វាយចុះទទួលនាងសុជាតាថ្វាយចង្ហាន់នឹងទៅព្រះអង្គក៏ពូតបាន49ពំនូតពេលទទួលនឹងងាករកបាតវាអត់ឃើញទៅទៀតព្រះអង្គយកបាតលះម្លោះហើយនាងនឹងប្រគេនទាំងភេទមាសនឹងតម្រងទៅព្រះអង្គពូតបាន49ពំនូតព្រះអង្គឆាន់ហើយយកភេទដាក់ទៅក្នុងទឹកប្រាថ្នាសួរថាបើសិនជាអាត្មាអញបានត្រាស់មែនសូមឲ្យភេទនេះមិនដែលច្រាស់ទឹកគ្រាន់តែលាក់ទៅភ្លាមលេងប៉ាំងបជ្រះហឡងទៅ80ហាត់ញោមព្រះអង្គចាប់ផ្ដើមមានប្រភ្នូលកាន់តែច្រើនអាត្មាអញមកត្រាស់ដឹងមែនណាថ្ងៃអាសៀលឆ្លងស្ទឹងនិរញ្ញជារាទៅត្រយខាងលិចទៅជួបអ្នកច្រូតស្បូវនោះសាធិយព្រាមប្រគេនស្បូវ8ស្ដាប់បានស្បូវអោបយកទៅជាមួយទៅដល់ដើមពោញោម
ដោះនៅប្រកមាត់ស្ទឹងនៃរញ្ជរាមលុបសាខាល្អកើតដំណើរនឹងព្រះអង្គដែរព្រះអង្គមើលកន្លែងនេះដូចគួរសមក្រាលទៅខាងជើងដូចមិនត្រូវដីអត់ស្អាតក្រាលមកខាងត្បូងដូចកហេងកហូងក្រាលមកខាងលិចដូចទៀបខ្ពស់មើលទៅខាងកើតដើមពោធិ៍ដូចតំណងអញ្ចឹងប្រពុតក៏រើសដីដែរណាញោមមិនមែនចេះតែអង្គុយស្រួលទេណារើសដីរើសកន្លែងណាដាក់មកខាងកើតនេះដូចជាតំណងគ្រាន់តែក្រាលខ្វប់បលាំងខុសផ្លែតញោមឲ្យកម្ពស់14ហាត់បលាំងខុសក្នុងកាលនោះព្រះអង្គឡើងគង់លើបលាំងហ្នឹងមានប្រភ្នូលមួយទៀតអាត្មាអញមុខទៅត្រាស់បើអញ្ចឹងអធិដ្ឋានស្បែកសាច់ឈាមសរសៃបើវាចង់ខាក់ចង់រីងក៏រីងចុះស្ងួតក៏ស្ងួតចុះបើមិនបានត្រាស់ទេតថាគតមិនខ្ចីចុះពីលើបលាំងនេះទេព្រះអង្គចាប់ផ្ដើមពុតប្រភ្នែនពេនប្របាទតាំងខ្យល់អាណាបានសតិដកដង្ហើមចូលដឹងចូលដកដង្ហើមចេញដឹងចេញចាប់ផ្ដើមឧជុងកាយយ៉ាងធ្វើកាយឲ្យត្រង់សន្មត់កំណត់យកអាណាបានសតិកម្មដ្ឋានជាអារម្មណ៍ដូចយាយតាអញ្ចឹងបើចង់ស្ដាប់ធម៌ឲ្យមូលអារម្មណ៍លះបងកង្វល់មិនបាច់គិតថាឥឡូវស្មើនឹងអ្នកផ្ទះដាំបាយហើយឬក៏មិនតាន់ដាំកូនអញមកពីគោមកពីកបីហើយឬអត់នឹកថាអញចំណាយពេល1ម៉ោងមិនបាច់គិតអីទាំងអស់គិតតែស្ដាប់ធម៌អង្គុយឲ្យត្រង់ខ្លួនហើយដកដង្ហើមចូលហើយយើងតាមខ្យល់របស់យើងអញដឹងតែដកចូលដកចេញអញដឹងតែចេញញោមធ្វើតែ2 3ដង្ហើមដូចស្ងប់ជាងមុនណាស្ងប់ស្រួលហើយដៃចឹងដែរបើលើកដៃសាពះវារយដៃមិនបាច់លើកដៃសាពះទេដាក់ចុះឲ្យតែចិត្តស្ងប់ស្ដាប់ធម៌បានយូរអង្គុយសុបអង្គុយបានយូរអង្គុយអាម៉េចក៏បានមិនចាំបាច់តបត់ជើងឯងចង់ពេនភ្នែនសមាធិក៏បានដែរព្រះអង្គចាប់ផ្ដើមពិចារណាធ្វើអាណាបានសតិពិចារណារហេតុភេទសពបែបយ៉ាងទាំងអស់ញោមក្តៅឆេវដល់មារាធិរាជមួយដែលគង់នៅឯបរៈនិមិត្តបសវត្ថីនោះដែលមានឫទ្ធិអំណាចខ្លាំងចុះមករមកបរិវារ12យោជន៍សងខាងកម្រះទៅលើ9យោជន៍ទៀតអោចុងក៏ក្រើកមេឃក៏ក្រើកទឹកក៏ក្រើកដីមកដល់និមិត្តជាភ្លៀងធំមួយខ្យល់ព្យុះមួយភ្លៀងផេះក្តៅមួយភ្លៀងផុកមួយភ្លៀងគ្រឿងបហាមួយភ្លៀងរងើកភ្លើងមួយអូធ្វើឲ្យអាប់ទិសទាំងគ្រប់ទិសទាំងអស់ធ្វើឲ្យចលាចលព្រះអង្គនៅតែគង់អត់កម្រើកសោះមានបណ្ដាលហេតុ9ប្រការធ្វើឲ្យភ្លៀងផេះក្តៅភ្លៀងរងើកភ្លើងសពបែបយ៉ាងនៅតែព្រះអង្គអត់កម្រើកស្រាប់តែមារាធិរាជនិមិត្តដៃ1000ជិះលើតម្រៃគ្រីមេខលៈស្រែកគំរាមថាសាមណៈគោដំឲ្យចុះចេញពីបលាំងនេះបលាំងនេះជារបស់យើងទេចុះចេញពីបលាំងឆាប់ចុះចេញភ្លាមអានឹងហើយញោមនៅពេលដែលញោមអង្គុយសមាធិណាញោមចាប់ផ្ដើមតាំងអារម្មណ៍សមាធិដាក់ភ្នែនពេនប្របាទអង្គុយរៀងស្ងប់តិចមានមាមកហើយធ្វើឲ្យញោមចុកដៃធ្វើឲ្យញោមចុកចង្កេះធ្វើឲ្យញោមចុកជើងកាធ្វើមានមុះមករោមមានសមោចមករោមបរិយុទ្ធានកិលេសវាដេញត្រាំនៅក្នុងខ្លួនយើងរាប់កាប់មកហើយវាឃើញយើងប្រងចេញចាក់ទុកវាខាត់ផ្លែអត់បានទេអញ្ចឹងហើយបើទឹកជាញោមសមាធិឲ្យតែចាប់ប្រងទៅស្ងប់បន្តិចតាំងមានស្អីមករំខានចុះរំខានឡើងទៅធ្វើឲ្យញោមអាខានវិញអានឹងក៏សិតតែមីដែរណាញោមប៉ុន្តែបើញោមទ្រាំអាចុកអារយសពុននោះបាត់តែមួយរយៈទៅស្រាប់តែបាត់ចុកបាត់លួយទៅជាក្តៅភាយតិចស្រឹបសាកញោមអង្គុយជាប់1ម៉ោង2ម៉ោងក៏អត់អីដែរពេលនោះញោមកើតបៃតិញោមកើតសុខៈនៅនឹងខ្លួននឹងញោមអាចអង្គុយជាប់1ម៉ោង2ម៉ោងទោះបីយើងមិនអាចទាត់សម្រេចដល់ព្រះអរហន្តក៏យើងអាចធ្វើចិត្តយើងឲ្យស្ងប់បានមួយគណៈអញ្ចឹងយើងកាន់តែស្ងប់រួចតែស្ងប់ប៉ុណ្ណឹងហើយស្ដាប់លោកទេយកទៅវិញនិយាយកើតប្រគុណម្ចាស់គ្រប់ព្រះអង្គពេញបល័យមកយកមកទំព័រក៏បានស្ដាប់លោកទេហើយចាំទាំងអស់រួចរៀនធម៌ដាក់មកយកមកទំព័រពីទំព័រក៏ចាំដែរឲ្យតែចិត្តស្ងប់ដល់ប៉ុណ្ណឹងរៀនឆាប់ចាំហើយបើថាអង្គុយទៅមិនទាន់ស្ងប់នៅទៅល្វើសពបែបយ៉ាងអាតនឹងហើយដែលយើងថាអញទិញធម៌មិនចាំអញធ្វើអីមិនចាំមកពីចិត្តយើងអត់ទាន់ទទួលអញ្ចឹងញោមញាតិត្រូវដឹងថាអានឹងមានមកប្រពុតអញ្ចឹងដែរព្រះអង្គដឹងថាអធិដ្ឋានរួចហើយថាបើមិនបានត្រាស់ទេមិនចុះមានវាមករំខានព្រះអង្គធ្វើឲ្យព្រះអង្គចុះដើម្បីឲ្យព្រះអង្គដាច់អធិដ្ឋានព្រះអង្គមិនផ្សេងចុះនាំតែដាច់អធិដ្ឋានលោកមិនចុះមានស្រែកថាបល្ល័ង្កនឹងជារបស់យើងទេហើយមានគេស្រែកទៅសួរបរិវារគេថាអ្នកទាំងអស់គ្នាបល្ល័ង្កនឹងជារបស់យើងមែនទេមានកម្រះទៅលើ9យោជន៍ជុំវិញ12យោជន៍ស្រេចទៅហឹងរំពងមេឃថាត្រូវហើយបល្ល័ង្កនេះគឺជារបស់មារាធិរាជទេស្រេចឲ្យទៅហឹងផ្អើលទេវតាទៅពួននៅកលិតពពកចាំលោកមើលរឿងនេះធំណាស់មានមកច្រើនព្រោះទេវតាខ្លះគ្នាសាក់តូចអត់ហ៊ានជាមួយមានឹងដែរដល់អញ្ចឹងមាគេស្រែកមកព្រះអង្គសាមណៈគោដំទ្រង់ថាបល្ល័ង្កនេះជារបស់ទ្រង់តើទ្រង់មានអ្វីជាផោះតាំង
បលាំងនេះជារបស់យើងមានស័ក្តិសិទ្ធិគ្រប់បែបយ៉ាងមានពលទាំងអស់ជាស័ក្តិសិទ្ធិយើងចុះសមណៈគោដមថាជារបស់ទ្រង់នោះតើមានអ្វីជាផុសតាំងមានអ្វីជាស័ក្តិសិទ្ធិព្រះអង្គក៏ពិចារណាថាតថាគតគ្មានសត្វមានចេតនាជាស័ក្តិសិទ្ធិទេប៉ុន្តែបលាំងនេះគឺកើតឡើងដោយសារបារមីទានរបស់ព្រះអង្គមិនបាច់រាប់ជាតិជាអនេកទេរាប់តែត្រឹមជាតិជាពវេសន្តរដែលព្រះអង្គបានថ្វាយសក្តិកមហាទានព្រះអង្គជ្រោចទឹកទៅលើផែនដីដូច្នេះផែនដីនឹងក៏អាចជាស័ក្តិសិទ្ធិដឹងឮទានរបស់ព្រះអង្គក្នុងការនោះដែរគ្រាន់តែប៉ុណ្ណឹងបញ្ចេញដៃពីក្នុងចពោចោលទៅក្រោមអញ្ចេះថាយកផែនដីនេះជាស័ក្តិសិទ្ធិស្រាប់តែផែនដីកម្លាំងអង្គើឡើងចេញសម្លេងស្រីស្រែកឡើងខ្ទរទៅហឹងអើកងក្នុងការនោះថាត្រូវហើយបល្ល័ង្កនេះគឺជារបស់ព្រះសមណគោតមទេកើតឡើងដោយបារមីទានរបស់ព្រះអង្គទេក្នុងកាលនោះមានយើងផែនដីនេះជាស័ក្តិសិទ្ធិសម្លេងស្រែកនោះជាវិការៈនៃមនុស្សស្រីបានជាពុទ្ធបរិស័ទនាំហៅផែនដីនឹងថាជាតួមនុស្សស្រីហៅថានាងធរណីឬនាងកុងហីងធរណីចឹងទៅញោមមកគាត់តែស្រែកអង្គើស្រឹបអាតម្រៃគ្រីមេខលៈលិតជង្គង់ដួលក្រែងហ្មងលើកប្រម៉ៅសពះបងលិតជង្គង់ក្រាបដល់ទៅលិតជង្គង់ដួលទៅពួកសេនាមាអាខ្លះខ្លួនជាមនុស្សក្បាលជាយៈខ្លួនជាយៈក្បាលជាសត្វវាផ្អើលជាប់គ្នារត់ប្រសេកប្រសាទៅគ្រប់ទិសទីហើយដល់តែកូនចៅរត់បែកចាក់ខ្ចាយអស់រឿងអីមេមិនហ៊ានលើកដៃសពះនមោទេបរិសាចាញ្ញៈព្រះអង្គឈ្នះឲ្យមារត់កិច្ចចេញព្រុសនិយាយពីរត់ចែកផ្លូវគ្នាមកពួកពលមាញោមមកទេវតាស្រេកផ្អើលអាកាសពីលើមកពួកកន្ធុបទេវតាលេងភ្លេងផ្អើលទៅហឹងពេញលេងសិតតែភ្លេងទឹកព្រាចព្រោះទឹកមកលេងភ្លេងស្រែកជ័យខុសថាប្រពុតមានសេរីព្រះអង្គឈ្នះហើយមានចិត្តបាបចាញ់ព្រះអង្គហើយនិយាយពីពួកទេវតាកំពុងតែស្រែកទៅហឹងពេញមេឃស្រាប់តែពួកគ្រុឌមកស្រែកទៅហឹងពេញមេឃទៀតព្រះអង្គឈ្នះហើយប្រពុតមានសេរីព្រះអង្គឈ្នះមានចិត្តបាបចាញ់ព្រះអង្គហើយកំពុងតែស្រែកនេះស្រាប់តែពួកនេះនេះមិនមែនសត្វនាគសត្វពស់ទេគឺនាគគោវានាគីវាជាពួកទេវតាអមនុស្សដែលយើងហៅថានាគគោវានាគីវាហ្នឹងពួកទេវតាជានាគនឹងមកស្រែកព្រោះទឹកព្រាកទឹកថ្វាយព្រះអង្គទៅហឹងពេញអាកាសថាបបិទ្ធព្រះអង្គមានសេរីព្រះអង្គឈ្នះហើយមានចិត្តបាបចោះចាញ់ព្រះអង្គហើយស្រាប់តែពួកព្រំឯនោះមកទៀតញោមមកស្រែកទៅហឹងពេញអាកាសក្នុងការនោះឯងថាប្រពុតមានសេរីព្រះអង្គឈ្នះហើយមានចិត្តបាបចោះចាញ់ព្រះអង្គហើយក៏គ្រឹកក៏ក្រែងអស់ចានណាញោមញាតិពុទ្ធបរិស័ទមើលចុះព្រះអង្គឈ្នះភ្នំទាំងឡាយហាក់អោនលំទោនឲ្យបសាទុការព្រះអង្គតន្ត្រីទឹកលឺពេញអាកាសគេព្រៀកទឹកមកគេព្រៀកផ្កាមកគ្រឿងប្រអប់គ្រឿងពោជឿធ្លាក់ពីលើអាកាសមកប្រងព្រៀកដើមឈើក្នុងព្រៃចេញផ្កាឡើងប្រងព្រៀកទាំងអស់ហេតុអស្ចារ្យកក្រើករំពើកហាក់ដូចជាផែនដីកម្រើករកគ្នាអញ្ចឹងសំលេងស្រែកទៅហឹងអើកងពេញអាកាសនេះហើយព្រឹត្តិការណ៍ដែលព្រះអង្គឈ្នះក្នុងកាលនោះក្រោយមានឹងឯងរត់ចេញខ្ទេចខ្ទីអស់ទៅទេវតាបានថ្វាយគ្រឿងសក្ការៈបូជាដល់ព្រះអង្គក្រឹកក្រែងក្នុងកាលនោះព្រះអង្គចាប់ផ្ដើមប្រមូលអារម្មណ៍ធ្វើធម៌តទៀតពិចារណាថាហេតុអីបានជាមនុស្សយើងនឹងឯងជួបទុក្ខលំបាកវេទនាតង្គឺតានតឹងខ្សឹកខ្សួលពួលអាក់ក្នុងចិត្តធ្វើឲ្យរងទុក្ខលំបាកវេទនាព្រះអង្គចាប់ផ្ដើមពិចារណាថាមកពីស្អីគឺពិចារណានៅបដិជ្ជសមុខបាទកធម៌ដែលប្រសងលោកសោតថាអវិជ្ជាបច្ចយាសង្ខារាបច្ចយាព្រះអង្គពិចារណាបញ្ជ្រះទៅបដ ாய் មកបញ្ជ្រះទៅបដ ாய் មករកឃើញថាកើតទុកមកពីតណ្ហាថាវិចិត្តទៅចង់តាមពិតកាពះយើងហូបមួយឆ្អែតល្មមបានប៉ុន្តែយើងចង់មិនមែនមកកាពះទេមានបានកាន់តែខ្លាំងកាន់តែចង់កាន់តែខ្លាំងទីបំផុតអ្នកខ្លះស្លាប់ចោលទ្រាំដោយអាសត្វឆ្កែវាបានឆ្អឹងមួយវាពំទៅខ្លាចគេដេញទៅដើមជិះទៅពំបោមកអស់ទាំងហើមដួលស្លាប់ចោលឆ្អឹងនឹងបដ ாய் អត់បានគៀបអីចឹងណាជួនកាលទៅមនុស្សយើងមកពីតណ្ហាប្រាថ្នាចង់បានអីបើវាមិនបានសម្រេចវាកើតទុក្ខចង់ឲ្យគេទៅសើយើងស្រាប់តែគេស្ដីឲ្យយើងគេបន្ទោសយើងគេបង្អាប់យើងកើតទុក្ខមិនសប្បាយមិនពេញចិត្តអញ្ចឹងមកពីតណ្ហាព្រះអង្គពិចារណាឃើញមកពីឧបាទានមកពីកម្មមកពីអាយតនៈមកពីវិញ្ញាណមកពីនាមរូបតែចោះដេញឡាមកពីអវិជ្ជានៅខ្លួនអញ្ចឹងព្រះអង្គរកវិធីរំលត់មួយនៅមួយរំលត់មួយនៅមួយរំលត់តល្អអស់ដែលលោកសោតអវិជ្ជានៅផ្នែកខាងនិរោធោនោះណារលត់អស់ទៅបានដឹងថាការរលត់អស់ទៅនៃអវិជ្ជានេះទើបបានសេចក្តីសុខព្រះអង្គចាប់ដើមពិចារណាញោមមកព្រះអង្គសម្រេចវិជ្ជាដំបូងគេឡើយព្រះអង្គចាប់ដើមសម្រេចពពីនៃវាសានុសតិញាណព្រះអង្គដឹងរលឹកឃើញជាតិមុនព្រះអង្គកើតជាស្អីជាតិមុនមួយទៀតកើតជាស្អី2 3ជាតិ4 5ជាតិរហូតដល់រលឹកឃើញរាប់លែងអស់អញធ្លាប់កើតអស់ជាសត្វនេះជាសត្វនោះម្ដងកើតជាអញ្ចេះជាអញ្ចោះឲ្យធ្វើអំពើបាបអញ្ចេះបានអញមកវិលមកកើតអញ្ចេះអញធ្វើបុណ្យអញ្ចេះបានអញវិលទៅកើតអញ្ចោះព្រះអង្គចាប់ផ្ដើមឃើញតែម្ដងឯង
បន្ទាប់ទៀតព្រះអង្គបានសម្រេចសត្តាចតោបបាទញ្ញញាណគឺពិចារណាឃើញសត្វនៅជុំវិញខ្លួនដឹងចុតិបដិសន្ធិដឹងថាតាមនេះកើតមកនេះវិជាតិមុនគាត់នៅឯនោះហើយជាតិក្រោយគាត់នឹងទៅឯនេះហើយយាយនោះវិជាតិមុនគាត់នៅឯនោះគាត់មកកើតឯនេះអ្នកនោះមកពីនោះមកពីសត្វនេះមកពីទេវតាមកពីមនុស្សមកកើតអញ្ចឹងពិចារណាឃើញទាំងអស់ដល់ទៅពេលខណៈទី3ព្រះអង្គចុះរឡើងពិចារណាឃើញមួយទៀតគឺព្រះអង្គឃើញពីគេហៅថាអាសវៈខយវិជាគឺវិជាធ្វើឲ្យអស់ទៅអាសវៈណែតទៅអស់អាសវៈហ្នឹងបានឈ្នះតាមពិតទៅញោមពួកព្រាហ្មណ៍ព្រហ្មញ្ញសាសនាគេធ្វើសមាធិកម្មដ្ឋានគេពិចារណាតបយោគៈដែរគេធ្វើបានដូចជាតបោះឬស័យអីបានអភិញ្ញា5អីចឹងទៅតាមពិតវានៅសល់ចាញ់ព្រះអង្គពីរគេហៅថាទី1វិជាវិបស្សនាញាណគេអត់មានទី2អាសវៈខយវិជាហ្នឹងអាសវៈខយញាណវិជាធ្វើឲ្យអស់អាសវៈហ្នឹងគេអត់មានដូច្នេះរៀនកាន់តែខ្លាំងអានកាន់តែខ្លាំងដែរជួនកាលរៀនសមាធិរៀនយូរបន្តិចមើលងាយទាំងប្រសងទាំងអាចារ្យអូតានោះគ្មានខ្មាស់នេះកំដល់អញទេហើយលោកនោះរៀនបល័យ10 20ឆ្នាំមានបានអញអង្គុយសមាធិ5នាទី10នាទីផងអញបានប៉ុនច្រើនផងណឃើញដែរមិនបានសំលៀងចិត្តមិនបានដោះខាត់អាសវៈសមាធិយូរប្រកាន់មានអ្នកអញកាន់តែខ្លាំងលែងថ្វាយគុំប្រសងលែងគោរពគេយូរមើលងាយគេមិនដល់អញទាំងអស់អាតែនឹងឲ្យតែកំពុងតែដើរផ្លូវខុសប៉ុន្តែព្រះអង្គរកឃើញអស់អាសវៈពីខ្លួនលែងមានការប្រកាន់អីទាំងអស់អនុបាទាបរិនិព្វានរលត់នៅអាសវៈធម៌ព្រះអង្គបានត្រាស់ដឹងជាពុទ្ធពិតប្រកបបញ្ញាភ្លឺស្វាងកើតដល់ព្រះអង្គអស្ចារ្យណាស់ញោមមើលឃើញដែរឥឡូវព្រះអង្គបានត្រាស់ដឹងខ្លាយជាពុទ្ធហើយព្រះអង្គឃើញទាំងអស់សត្វលោកប្រែតនរុទេវតាប្រែតមកពីធ្វើកម្មអីទេរាជានេះមកពីធ្វើកម្មអីនេះកើតមកពីការវិរិយនេះមកពីធ្វើកម្មអីព្រះអង្គមើលឃើញទាំងអស់ហេតុអស្ចារ្យក្នុងកាលព្រះអង្គឈ្នះមាននឹងព្រះអង្គបានត្រាស់នោះហើយញោមញាតិពុទ្ធបរិស័ទបានជាយើងនឹងធ្វើពិធីពុទ្ធេពិសេសរំលឹកតាមសម័យកាលនោះហើយសម័យកាលនោះវាមាន4ក្រុមមកស្រែកបានជាមិលិននិកសេនគេបង្កើតកម្មវិធីស្រែកជ័យខុស4ដងដែរស្រែកជ័យខុស4ដងម្ដងទៅគេតំណាងថាពួកនាគហៅថានាគកណៅនោះហើយម្ដងទៅគេតំណាងថាពួកគ្រុឌម្ដងទៀតតំណាងពួកទេវតាម្ដងទៀតតំណាងពួកព្រំហើយដល់អាចារ្យយើងសពថ្ងៃយកមកស្រែកដល់5ដងឯនោះម្ដងទៀតតំណាងពួកយើងទាំងអស់គ្នាកសាងរូបព្រះនេះស្រែកជ័យខុសដែរហើយអញ្ចឹងបានកើតកម្មវិធីស្រែកជ័យខុសធ្វើពិធីអភិសេកតាំងពីសម័យកាលនោះយើងហ៊ានលេងភ្លេងថ្វាយយើងថ្វាយគ្រឿងក្រអូបយើងថ្វាយផ្កាភ្ញីបួងសួងអីសពបែបយ៉ាងហ្នឹងមកពីក្នុងសម័យកាលនោះឯងពពួកទេវតាពពួកនាគពពួកព្រំហ្នឹងថ្វាយគ្រឿងទឹកគ្រឿងសក្ការៈទឹកផ្កាភ្ញីទឹកនិងភ្លេងទឹកដែរបានយើងថ្វាយតាមអញ្ចឹងអភិសេកហ្នឹងដោយខ្លីគឺគេយកលំនាំតាមសម័យកាលនោះប៉ុណ្ណឹងតែខ្ញុំកណានលើកឡើងព្រឹត្តិការណ៍ប៉ុណ្ណេះប្រគុណម្ចាស់ហើយម្យ៉ាងទៀតអ្នកស្រាវជ្រាវយើងនៅស្រុកខ្មែរបណ្ឌិតមួយចំនួនគាត់ស្រាវជ្រាវថាវាជាការអន្តងនៅបារមីវត្ថុស័ក្តិសិទ្ធិអមនុស្សទេវតាយៈកន្ធប់នាគគ្រប់កន្លែងដែលមាននៅលើលោកនេះឲ្យដឹងឮអញ្ចឹងបានជាវាមានរឿងព្រះវត្តនេះប្រកែព្រះវត្តនោះប្រកែហើយព្រះធ្វើពីថ្មដូចគ្នាមិនក៏មានប្រកែមិនប្រកែខុសគ្នាថាមកពីទេវតានិងអមនុស្សវត្ថុស័ក្តិសិទ្ធិមានឫទ្ធិនៅជុំវិញហ្នឹងគេទទួលស្គាល់គេមកគោរពគេមកថែរក្សាព្រះហ្នឹងគេមកកាន់ព្រះហ្នឹងបានព្រះហ្នឹងទៅជាព្រះប្រកែទៅតាមពិតព្រះអង្គលោកអត់មានមកសម្ដែងឫទ្ធិមកសម្ដែងបរិហាខ្លាំងប្រកែជាមួយយើងទេជួនកាលអមនុស្សដែលនៅថែអាសាហ្នឹងអ្នកមកធ្វើបដិហាឲ្យឃើញជាប្រកែចេះឃើញជាប្រកែចុះបានគេអភិសេកហ្នឹងបណ្ឌិតខ្លះថាជាការតងទេវតាតងបារមីគ្រប់កន្លែងឲ្យទទួលដឹងឮស្គាល់ផងដែរហើយម្យ៉ាងទៀតព្រះអង្គឈ្នះមារួចហើយក៏ប៉ុន្តែយើងនាំគ្នាស្រែកឈ្នះមាតាមធ្វើនេះដើម្បីញ៉ាំងចិត្តយើងឲ្យជ្រះថ្លាយើងចែកបុណ្យគ្នាដើម្បីឲ្យរំភើបរីករាយកើតបុណ្យទៀតអ្នកខ្លះគេមានព្រះគេកសាងព្រះគេបានបុណ្យឲ្យជនអ្នកខ្លះអត់បានព្រះផងអត់បានកសាងផងអាមិនបានបុណ្យបានយើងចែកបុណ្យឲ្យគាត់មកចូលរួមអភិសេកជាមួយយើងទៅឈ្មោះថាគាត់នឹងបានរួមចំណែកកសាងព្រះជាមួយយើងដែរបានគេញ៉ាំងកម្មវិធីនឹងឲ្យកក្រឹកកក្រែងរហូតបង្កើតឲ្យមានសោតធម៌យោបសោតធម៌អីចាញ់មីអីកក្រឹកកក្រែងអញ្ចឹងទៅដើម្បីបង្កើនចេតនាឲ្យកើតបុណ្យនឹងកាន់តែខ្លាំងរួចបណ្ណាជ្រះថ្លាទំនុកតម្រង់បូជាជាមួយព្រះពុទ្ធហើយបាលីលោកថាពុទ្ធបូជាមហាដេជោអ្នកណាបូជាព្រះពុទ្ធនេះមនុស្សនឹងមានដេជះមានអំណាចខ្លាំងប្រកែនឹងមានលៀបមានយសឡើងសក្ការៈដូចនេះជាដើមបានជាយើងនាំគ្នាធ្វើអភិសេកទល់សម័យកាលនឹងរឿងសង្ខេបមានប៉ុណ្ណេះសូមជ្រាបសាធុជ្រាបដល់លោកថែអរគុណប្រគេនពរពុរហូតកុំសក្តិស័ក្តិឥឡូវញាតិញោមបានស្ដាប់ដំណើររឿងការកសាងបារមីនិងការសម្រេចនៅវិជ្ជា3របស់ព្រះសម្មាសម្ពុទ្ធ
ដែលព្រះអង្គទ្រង់បានត្រាស់ដឹងនៅថ្ងៃពុទ្ធ15កើតខែពិសាខឆ្នាំរកានៅពេលព្រះអង្គបានត្រាស់ដឹងហើយតែបំពេញនៅពុទ្ធកិច្ចទាំង5យ៉ាងពុំដែលដាច់មួយថ្ងៃណាឡើយគឺបពន្ធហេតុបណ្ឌបាសញ្ចសាយនហេតុធម្មទេសនាបតុសេធិទាំងអន្តរតេទេវបញ្ហាណាបច្ចោសេវកតេកាលេភិភិពុវិលោកណាគឺពេលព្រឹកព្រះអង្គតែទៅយាងបណ្ឌបាតប្រោបសពសត្វទាំងអស់គ្រប់ច្រករហូតភូមិឃុំនៃគុំជនបទឯពេលរសៀលព្រះអង្គសម្ដែងធម៌ទេសនាប្រោបពុទ្ធបរិស័ទឧបាសកឧបាសិកាចំណែកពេលល្ងាចគឺពេលព្រលប់ហ្នឹងព្រះអង្គឲ្យអាវាតដល់ពួកភិក្ខុសង្ឃដែលចូលបួសរួមក្នុងពុទ្ធសាសនានេះដល់ពាក់កណ្ដាលរាត្រីព្រះអង្គបោះបាសនាពុទ្ធទេវតាដែលមានការងឿងឆ្ងល់សង្ស័យចូលទៅទូលសួរព្រះអង្គបោះបាសនាពុទ្ធទេវតាទាំងអស់នោះដល់ពេលចិត្តភ្លើងព្រះអង្គប្រមាលមើលឧបនិស្ស័យរបស់បរិស័ទសពសត្វទាំងអស់នោះគួរព្រះអង្គយាងទៅប្រោបផ្ទាល់ឬក៏ប្រើសាវៈឲ្យទៅប្រោបតែព្រះអង្គប្រមាលមើលឧបនិស្ស័យដឹងហើយព្រះអង្គប្រើសាវៈទៅគឺថាពុទ្ធបរិស័ទអាចត្រូវអធិស្ឋានជាមួយនឹងភិក្ខុសង្ឃប្រើភិក្ខុសង្ឃទៅវិញដើម្បីឲ្យប្រោបពុទ្ធបរិស័ទនោះព្រះអង្គបំពេញពុទ្ធកិច្ចនឹងហើយដល់ថ្ងៃអង្គារជាអង្គារតិថិពេជ្របរមី15កើតខែពិសាខឆ្នាំម្សាញ់ព្រះអង្គក៏ទ្រង់រំលឹកឋានចូលកម្មបរិទ្ធភាពក្នុងបច្ចុប្បន្ននាយុ80ឆ្នាំចាក់ចោលយើងក៏ហើយបរិទ្ធភាពរហូតមកដល់ពេលនេះពុទ្ធសាសនាកន្លងទៅបាន2559ឆ្នាំហើយតែនៅពុទ្ធអាវាទរបស់ព្រះសម្មាសម្ពុទ្ធសម្រាប់ឲ្យយើងគោរពប្រតិបត្តិគឺនៅក្នុងគម្ពីរបត្រៃបិដកទាំង110ក្បាលបែងចែកជាទៅជា3វិន័យ13ក្បាលប្រសូត64ក្បាលអភិធម្ម33ក្បាលញាតិញោមណាចង់ជ្រាបនៅវិន័យទៅមើលផ្លែចង់ដឹងប្រសូតទៅមើលភ្លាមចង់ដឹងអភិធម្មទៅមើលផ្លែដែរអញ្ចឹងនៅមានរហូតដល់សប្តាហ៍ថ្ងៃឲ្យតែយើងបណ្ដុះឧបនិស្ស័យសន្សំសេចក្តីសុខខ្លួនឯងការបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធកន្លងទៅប្រហែលជា400ឆ្នាំក៏មានការកើតឡើងនៅព្រះពុទ្ធបដិមាឬក៏ព្រះពុទ្ធរូបកើតឡើងដែលយើងសពថ្ងៃនេះមាន8រចនាបថឬក៏9រចនាបថនោះគឺទី1ព្រះអង្គសមាធិវេប្រព័ន្ធខាងស្ដាំដាក់លើប្រព័ន្ធខាងឆ្វេងហើយតាំងកាយឲ្យត្រង់សមាធិធម្មតាញាតិញោមឃើញស្រាប់ហើយខ្លះគេហៅថាព្រះអង្គបានត្រាស់ដឹងខ្លះទៀតព្រះអង្គសមាធិនេះព្រះពុទ្ធបដិមាទី1ហើយចំណែកទី2ព្រះអង្គផ្ចាញ់មាដោយអនុថែបានលើកឡើងមានប្រព័ន្ធខាងស្ដាំចង្អុលចុះសំដៅទៅថែដីហ្នឹងហើយប្រព័ន្ធខាងឆ្វេងដាក់លើព្រះភ្នែនរបស់ព្រះអង្គនឹងឯងដោយយកខែដីនឹងឯងជាសាក្សីនឹងអាការៈនោះស្រួលចំណាំទេដល់ពេលព្រះពុទ្ធបដិមាទី3គឺព្រះអង្គទ្រង់សម្ដែងធម្មចក្រកបវត្តនសូត្រប្រោបញ្ញវគិយភិក្ខុនៅព្រៃនិសិបតលៈនិកទាយវត្តមានអាការៈប្រព័ន្ធខាងស្ដាំលើកឡើងដូចជាកងចក្រនោះចំណែកអាការៈទី4គឺព្រះអង្គទ្រង់បណ្ឌបាតញាតិញោមខាងក្រោយនោះក៏មានដែរនេះព្រះពុទ្ធបដិមាទ្រង់យាងបណ្ឌបាតមានអោបបាតខាងមុខស្រួលចំណាំតែម្ដងហើយចំណែកទី5គឺព្រះអង្គប្រទានពរនោះគឺព្រះអង្គទ្រង់ឈរក៏មានទ្រង់គង់ធម្មតាក៏មានក៏ប៉ុន្តែមានបហោះសញ្ជោចចុះទៅខាងក្រោមមានបបានឹងឯងបែរទៅខាងមុខហើយចំណែកអាការៈទី6ព្រះអង្គប្រទានអភ័យបានន័យថាបហោះរាចុះទៅមុខចេះយកបហោះខាងស្ដាំប្រោពុទ្ធបរិស័ទណាដែលមានអធិស្ឋានចង់មកក៏ព្រះអង្គប្រោព្រះអង្គធ្វើអញ្ចឹងដូចជាអង្គគលីមានទេនោះក៏ព្រះអង្គប្រោអង្គគលីមាននោះមានអាការៈអញ្ចឹងដែរឬក៏តម្រៃនោះក៏មានអាការៈអញ្ចឹងដែរចំណែកទី7ព្រះអង្គប្រក់នាគដែលជារចនាបថរបស់ខ្មែរយើងធ្វើសុទ្ធសាធមុខប្រទេសណាទាំងអស់ឯចំណែករចនាបថទី8គឺព្រះអង្គទ្រង់បរិទ្ធភាពឬក៏ព្រះអង្គទ្រង់ផ្ទុំក៏ស្រួលចំណាំនេះផ្ទៀងទៅខាងស្ដាំនឹងឯងជាអាការៈតំណែងរបស់អ្នកអស់កិលេសនៅពេលដែលមានព្រះពុទ្ធរូបកើតឡើងឬក៏ព្រះពុទ្ធបដិមាកើតឡើងដែលមានពីរបែបនោះគេគូតាមប្រវត្តិតាមកណ្ដាស់តាមអីនោះក៏មានហើយយើងធ្វើឆ្លាក់ពីថ្មពីសមងឬក៏វត្ថុពីឈើអីផ្សេងទៀតក៏មាននៅពេលដែលកើតឡើងមកហើយឥឡូវនេះញាតិញោមពុទ្ធបរិស័ទបានកសាងឲ្យអភិសេកទៀតអនុថែបានលើកឡើងថា
ការកសាងព្រះនោះគេថាពុទ្ធបូជាមហាតេជោបូជាពុទ្ធមានតេជៈឆ្ងល់ថាស្អីគេតេជៈនឹងឲ្យលោកថៃជួយអធិប្បាយស្រាយសេចក្តីហើយមានប្រមាណតែលោកថៃសូមវិសាចនី តេជៈនឹងគឺភាពអំណាចភាពខ្លាំងបកែមាន5សូមជ្រាប5នោះអ្វីខ្លះដែរសូមវិសាចនី តេជៈនឹងញោមញាតអំណាចឬក៏ភាពខ្លាំងបកែនឹងមិនចេះឧបមាថាមនុស្សយើងមាន200នាក់ហើយអ្នកណាដែលត្រូវបានធ្វើមេគ្រប់គ្រងបើគេចង់បានម្នាក់ធ្វើស្ដេចគ្រប់គ្រងអ្នកទាំង200នាក់ហ្នឹងអ្នកដែលត្រូវបានធ្វើស្ដេចឬធ្វើមេនោះនៅក្នុងហើយគឺជាមនុស្សមានតេជៈតេជៈហ្នឹងគឺមនុស្សដែលមានអំណាចទៅណាគេគោរពគេស្រឡាញ់គេកោតខ្លាចមនុស្សដែលមានយសមនុស្សដែលមានស័ក្តិហ្នឹងឡើងដោយសារមានតេជៈទេបើអត់មានតេជៈអត់ឡើងយសស័ក្តិរួចទេហើយតេជៈហ្នឹងមានមកពីស្អីខ្លះថាមកពី5យ៉ាងទី1គេហៅថាសីលតេជៈយាយហ្នឹងគ្រាន់តែកាន់សិលមានតេជៈថាទៅណាមកណាគេគោរពគេស្ពះគេជំរាបសួរដែរដើរតាមផ្លូវខ្មោចព្រាយបីសាចអសូរកាយខាតកិច្ចចេញពីយាយពីតាណាពួកព្រាយឃើញយាយតារសាសិល5ចាំសិល8ដើរទៅពួកវាហ្នឹងពួកព្រាយបីសាចហោះកិច្ចចេញប៉ុន្តែវាខូចតែយើងហ្នឹងតែវាអត់ដឹងរឿងឃើញតែភ្លើងព្រាយហោះឯងខំរត់គេដែរតាមពិតគេហោះគេខ្លាចយើងសោះអ្នកមានសិលក៏មានតេជៈទី2ធម៌មកតេជៈដោយប្រគុណម្ចាស់គ្រប់ព្រះអង្គដល់តែមានធម៌នៅខ្លួនទៅជាមានតេជៈគេគោរពគេកោតខ្លាចរហូតដល់គេតម្កើងកម្លាំងជាបច្ច័យអធិការជាអនុគុណជាមេគុណជាស្ដេចទី3បញ្ញាតេជៈមនុស្សដែលមានបញ្ញាឆ្លាតក៏គេលើកតម្កើងដូចជាតួវិធុដែលបណ្ឌិតឬក៏ព្រះមហោសថអីជាដើមតែមានបញ្ញាខ្លាំងទៅគេគោរពគេបូជាគេទីពឹងអញ្ចឹងគេលើកតម្កើងឲ្យធំដែរទី4គុណតេជៈអ្នកណាធ្វើអំពើល្អជាមួយគេច្រើនចេះចែកអំណោយជួយសណ្ដោសសង្គ្រោះមនុស្សដែលកំពុងតែខ្វះខាតកំពុងតែលិចលង់កំពុងតែអត់ខ្សត់ទូរភ័ព្ទទឹកចំនួនសង្គ្រាមចម្បាំងរាំងជលចេះជួយសណ្ដោសសង្គ្រោះយកអាសាគេមនុស្សហ្នឹងទៅជាមានតេជៈគេគោរពស្រឡាញ់អញ្ចឹងទៅឯទី5គេហៅថាបញ្ញតេជៈតេជៈកើតពីបុណ្យហ្នឹងកើតមកមានតេជៈស្រាប់មកពីអតីតជាតិមកធ្លាប់បូជាព្រះធ្លាប់គោរពព្រះឬក៏ថាមិនបាច់ពីអតីតទេក្នុងជាតិហ្នឹងប៉ុន្តែពីពេលបុណ្យមកយើងធ្លាប់គោរពព្រះគោរពបូជាព្រះដូចជានាយមេលាកាគេឲ្យយកផ្កាទៅថ្វាយស្ដេចឯងជ្រះថ្លាពេជ្រទៅថ្វាយព្រះបាច់មួយដៃទៅផ្កាវាមិនខ្ចីជ្រុះវានៅតែហើរពីលើព្រះជ្រះថ្លាបាច់មួយដៃទៀតទៅផ្កានៅតែហើរទៀតប្រពន្ធឯណោះភ័យប្តីអញធ្វើនេះរឿងធំហើយមកតែកបត់កហើយគេឲ្យយកផ្កាទៅថ្វាយស្ដេចឯងយកផ្កាទៅថ្វាយព្រះឯណាតែដឹងដល់ស្ដេចគេកាត់កហើយបើអញ្ចឹងកុំឲ្យអញជាប់ពាក់ព័ន្ធគិតអាមិនចេះក៏ប្រាប់ថាអូអ្នកបងប្អូនអើយខ្ញុំហើយប្តីខ្ញុំហ្នឹងលែងគ្នាហើយអត់មានជាប់ជាពាក់អីគ្នាទេលែងគ្នាដាច់ហើយខ្ញុំនិងប្តីខ្ញុំលែងគ្នាហើយអានឹងគិតថាបើកាលណាប្តីមានទុកមានទោសអញរួចខ្លួនមានទុកទោសហើយណាក្រោយពីដឹងដល់ប្របាទពុំវិសាតម្លើងយសថែមទៀតតម្លើងស័ក្តិថែមទៀតឲ្យគ្រឿងសក្ការៈថែមទៀតអញ្ចឹងអ្នកខ្លះឡើងយសឡើងស័ក្តិរត់ទទួលទានមានបានចេះតែឡើងធំមកពីគេធ្លាប់គោរពបូជាព្រះមានកសាងព្រះមានអភិសេកព្រះនឹងហើយបានគេហៅថាពុទ្ធបូជាមហាតេជោបូជាពុទ្ធនាំឲ្យមានតេជៈនឹងសូមនិមន្តជ្រាបសាធុជ្រាបអនុថែឥឡូវញាតិញោមដឹងអានិសង្សទាំងអស់គ្នាហើយធ្វើឲ្យមានតេជៈហើយចំណែកឧបឋានសាលាវិញអនុថែហើយក្នុងទីនេះឆ្លងឧបឋានសាលាស្អីទៅឧបឋានសាលាហ្នឹងសូមវិសាចនីហ្នឹងយើងកំពុងតែអង្គុយនៅពីលើហ្នឹងអាហ្នឹងហើយគេហៅថាឧបឋានសាលាសូមនិមន្តមើលកណាឃើញដែរឧបឋានសាលាស្អាតកណាឆ្លងលើគេថាសាលាឆាន់សាលាឆាន់ហើយឧបឋានសាលានិងសាលាឆាន់ហ្នឹងវាដូចគ្នាឬក៏វាខុសគ្នាដែរអនុថែសូមបកស្រាយវាដូចតែគ្នាតែវាខុសមកពីគេហៅគេថាគេហៅឧបឋានសាលាក៏ហៅទៅគេហៅសាលាឆាន់ក៏ហៅទៅគេហៅសាលាតែមួយម៉ាត់អញ្ចឹងក៏ទៅបានដែរសាលាមកពីពាក្យថារោងពាក្យថាជំរកពាក្យថារោងពាក្យថាផ្ទះដូចយើងពាក្យហៅថាសាលាអញ្ចឹងជាផ្ទះជាជំរកជារោងហើយដល់ពេលសាលានឹងសម្រាប់គេប្រជុំធម៌គេហៅសាលាធម្មសភាទៅសាលានឹងរោងនឹងប្រដាប់គេបង្រៀនសិស្សគេហៅសាលារៀនទៅដល់សាលាសម្រាប់ចែកទានដែលស្ដេចធ្វើទាំង6កន្លែងដូចពីដើមគេហៅសាលាឈរទានទៅដល់សាលានឹងសម្រាប់គេមកសម្រាប់គេហៅសាលាសំណាក់ទៅដល់សាលាគេសម្រាប់ធ្វើបុណ្យឧបថៈចង្ហាន់ប្រសងគេហៅឧបឋានសាលាទៅហើយដល់ប្រសងលោកឡើងមកគង់លើសាលានឹងដើម្បីឆាន់ចង្ហាន់គេហៅសាលាឆាន់ទៅសូមជ្រាបសាធុលែងឆ្ងល់
Đấy, nó còn là mới một bậc thang sở la chăn này cũng thế nhỉ. Lấy nhiệt nhốt đông được ọc này hai sở la chăn có bác một bậc thang sở la có bà này còn đã cả hai khó biết bằng tay lên được này. Đấy, một bậc thang sở la nó có như chặt chỉ tiến tay chỉ tiến là vậy đấy một thai so với sai chân đi. Bao chặt chỉ tiến hai tha sê na sân nạ tiên xông niệm môn kịp. Sản thuộc sê na sân nạ tiến biên đây thả mách so bò sài. Sen nè cái pre thật tì đê asana cái pre thật tì cùi tì na đê bằng cùi bán sen nè bốc nâng asana từ chia sen asana cái pre thật cả lấy đã cái ách đê bằng cùi ban sông chìa Sa thuộc chìa bài hãy cho sen asana nắng cần á lưu kia thì dây tha nè nè bu hơi nó kia ao pra là bọc đôi chia sả la chăn đôi chia cốt đôi chia quả hia đôi tập bu hơi từ nơi không pray ở bắt nó còn phải cho chia pet khoa con sả la chăn sả la đấy đúng không nè để là chấm không pin đi nhom cần á xua lục thai mới thà sen asana đạiព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតនោះតើមានអ្វីខ្លះហើយបើសិនជាប្រសងប្រើកត់ប្រើសាលាអីកត់ពីឡាកត់អីហ្នឹងតើខុសនឹងច្បាប់ព្រះពុទ្ធសាសនាដែរឬក៏យ៉ាងណាលោកថែសូមវិសាចនី ស្អីគេវិឡាកត់ហ្នឹងញោមអាត្មាក៏ឆ្ងល់ដែរព្រះគុណជាអង្គម្ចាស់ញោមញាតិពុទ្ធបរិស័ទទាំងឡាយនៅពេលដែលព្រះពុទ្ធត្រាស់ដឹងជាដំបូងអត់ទាន់មានកត់មានសាលាមានព្រះវិហារអីទេមានភិក្ខុសង្ឃជាសាវកចូលមកបួសព្រះអង្គទ្រង់អនុញ្ញាតនិស័យ4បណ្ឌបាតមួយនៅក្រោមម្លប់ឈើមួយប្រើថ្នាំត្រាំដោយទឹកម៉ូតមួយនិងប្រើសម្ពុតបាំងសកូលមួយនិយាយពីសេនាសនៈហ្នឹងព្រះអង្គអនុញ្ញាតថារុក្ខមូលសេនាសនៈនិសាយបព្វជាតថតេជីវជីវៈឧស្សាហោករណីយអ្នកបួសហើយត្រូវអាស្រ័យដើមឈើគល់ឈើម្លប់ឈើជាទីសំណាក់ផាកអាស្រ័យដរាបដល់អស់ជីវិតណែព្រះអង្គអនុញ្ញាតអញ្ចឹងឲ្យយើងបួសហើយទៅនៅតែក្រោមដើមឈើក្រោមដើមព្រៃដរាបដល់អស់ជីវិតក៏ប៉ុន្តែមិនមែនមានតែប៉ុណ្ណឹងទេនៅមានតទៅទៀតហើយបើយើងស្ដាប់តែប៉ុណ្ណឹងយកទៅនិយាយឆ្លោះគ្នាហើយយកមានតទៅទៀតនឹងមានតែមិនទៀតឥឡូវចាំស្ដាប់តទៅទៀតតើព្រះអង្គឲ្យនៅតែក្រោមដើមឈើសុតអញ្ចឹងអីក៏អត់ដែរសម័យថ្ងៃមួយទេវតាចូលទៅសុំតំណពរព្រះអង្គអញ្ចឹងដែរព្រះអង្គឲ្យអ្នកបួសនឹងទៅនៅក្នុងព្រៃទៅរហូតទៅមិនបាច់ឲ្យនៅកត់នៅសាលាអីទេព្រះអង្គអត់យល់ព្រមសំណាងរបស់ទេវតាទេស្រេចលើលោកទៅនៅព្រៃទៅលោកទៅនៅកត់ទៅស្រេចលើលោកឥឡូវនិយាយពីរឿងក្រោយពីព្រះអង្គអនុញ្ញាតឲ្យមានសេនាសនៈធ្វើនៅសេនាសនៈយកដើមឈើគល់ឈើម្លប់ឈើអញ្ចឹងទៅព្រះអង្គត្រាស់ដឹងមុនគេអត់ទាន់មាននរណាថ្វាយអារាមទេហើយញោមដឹងអារាមណាកើតមុនគេស្ដេចពំពិសាយល់ឃើញថាកលន្តកនិវាបស្ថានដែលយើងហៅថាអារាមវេលវ័នវេលវនារាមជាកន្លែងល្អសមនឹងពុទ្ធណាក៏បានថ្វាយអារាមនោះដល់ពុទ្ធអញ្ចឹងពេលនោះឯងព្រះអង្គក៏អនុញ្ញាតអនុជានាមិភីកវេអារាមੰបដកនហតុមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុសង្ឃទទួលអារាមអញ្ចឹងព្រះអង្គអនុញ្ញាតឲ្យទទួលបើគេមានអារាមនឹងប្រគេនទទួលចុះប៉ុន្តែអារាមមិនទាន់មានកត់អាដែលអារាមគេប្រែថាសួនច្បារតាអារាមគេប្រែថាកន្លែងធ្វើចិត្តឲ្យរមណីកន្លែងធ្វើចិត្តឲ្យរីករាយប្រែថាអារាមបើវត្តគេប្រែថាកន្លែងគោរពបប្រតិបត្តិបើអាវាសគេប្រែថាកន្លែងទីនៅរបស់សង្ឃអញ្ចឹងទៅហើយដល់តែសីមាព្រំដែនរបស់ព្រះសង្ឃហើយដោយដូច្នេះអារាមក្នុងសម័យនោះអត់មានកត់អាដែលមានតែដើមឈើសួនច្បារហ្នឹងប៉ុន្តែព្រះអង្គអនុញ្ញាតឲ្យទទួលបើគេប្រគេនសួនច្បារយកមកនៅស្រាប់តែភិក្ខុសង្ឃក៏នាំគ្នានៅពេញតែព្រៃតាមគុំឈើតាមគល់ឈើនៅរាជក្រឹសហ្នឹងមានសេដ្ឋីមួយជារាជកហសេដ្ឋីអ្នកមានស្ដុកស្ដំបងប្អូនអនាថបណ្ឌកសេដ្ឋីដែរព្រលឹមឡើងគាត់ចេញដើរមកឃើញលោកមួយអង្គចេញពីត្នេះមួយអង្គចេញពីត្នោះហើយប្រគុណម្ចាស់គ្រប់ព្រះអង្គហ្នឹងគង់នៅឯណានេះអាត្មាកន្លែងនេះហើយអង្គនោះកន្លែងនោះនៅក្នុងព្រៃហ្នឹងក្នុងព្រៃហើយចុះបើមេឃភ្លៀងមេឃអលឹមអីមិនទៅទឹកអស់បើអញ្ចឹងមិនកើតទេចាំខ្ញុំកណាកសាងកត់កសាងពហិប្រគេនលោកអត់ទទួលទេអាត្មាមិនតាន់ទទួលទេព្រោះប្រពុតឲ្យគួរហើយនៅក្នុងព្រៃអញ្ចឹងអត់ហ៊ានទទួលកត់នៅអត់ទាន់ហ៊ានទទួលសាលាអត់ទាន់ហ៊ានទទួលពហិនៅទេណែសំណើនឹងចាប់ផ្ដើមដឹងដល់ប្រពុតទៀតហើយញោមមានគេចង់ធ្វើប្រគេនអញ្ចឹងបានព្រះអង្គអនុញ្ញាត
អានោះជានាមិភិក្ខវេមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតបញ្ចន្នាំងសេនាសនៈសេនាសនៈ5យ៉ាងទី1វិហេរੰទី2អដ្ឋយោគាំងទី3បសាទាំងទី4ហម្មយ៉ាងទី5គុហាដែលយើងសូត្រនៅក្នុងអត្តរេកលៀបថាវិហេរោអត្តយោគោបាសាតោហម្មយ៉ាងគុហាបងអនុញ្ញាតទី1វិហេរសេនាសនៈបើមានគេកសាងកុដិសាលាព្រះវិហារប្រគិនឲ្យនៅភិក្ខុសង្ឃទទួលនៅតាមសបាយចុះណោមានតទៀតអញ្ចឹងខ្ញុំមើលឃើញណាទី2បើមានគេធ្វើអត្ថយោគប្រគិនទទួលចុះអត្ថយោគដូចជាតូបដូចជារោងតូចតាចដូចតូបជីជីអញ្ចឹងណាជាខ្ទមជាអីចឹងទទួលនៅចុះទី3ប្រាសាទសេនាសនៈប្រាសាទោមានន័យថាបើគេកសាងជាផ្ទះមានជាន់ផ្ទះមានកម្ពស់ដែលយើងហៅថាប្រាសាទនឹងប្រគិនឲ្យតែគេប្រគិនភិក្ខុសង្ឃទទួលនៅចុះទី4ហម្មយៈអានឹងហើយដែលយើងហៅនៃសប្តាហ៍ថ្ងៃថាវិឡាកតហម្មយៈគឺសេនាសនៈដែលអ្នកឥស្សរជនណាមួយជាអ្នកមានស្ដុកស្ដំជាអ្នកធំដែលគេចំណាយលុយកាក់កសាងវិចិត្រដ៏ប្រណិតថ្លៃថ្នូរឧបមាដូចយើងឃើញថាប្រសងនៅកត់ថ្មយើងថាយីនៅសិតវិឡាកតប៉ុន្តែយើងគិតថាវិឡាប្រសក់នៅវិឡាប្រសក់នៅវិឡាប្រសក់តែម្នាក់ឯងធ្វើបានវិឡាមួយនោះប៉ុន្តែចំពោះហម្មយៈនេះម្ចាស់វិឡានោះ5 6នាក់20 30នាក់រួមគ្នាយកមកកសាងប៉និតជាងរបស់ខ្លួនឯងនៅនោះទៀតដូច្នេះគេជ្រះថ្លាគេមានសទ្ធាគេកសាងជាសេនាសនៈដ៏ប៉និតដែលហៅថាហម្មយៈសេនាសនៈដែលយើងថាដូចជាវិឡាកតអញ្ចឹងអាចទទួលនៅចុះណែបងអនុញ្ញាតមួយទៀតអានឹងហៅថាហម្មយៈរបស់ដែលទំនើបរបស់ដែលពិសេសឯមួយទៀតគុហាសេនាសនៈបើគេកសាងមានរូងភ្នំឬក៏រូងកើតឯងអាចជ្រកនៅកើតព្រះអង្គអនុញ្ញាតឲ្យទទួលនៅចុះចឹងហើយបានមានគេកសាងសេនាសនៈថ្វាយព្រះអង្គហើយចែកលំអិតប្រភេទសេនាសនៈហ្នឹងវាមាន5មាន4ទៅទៀតមួយហៅថាមញ្ចបៃថាសេនាសនៈគ្រឿងតូចតាចត្រែតុកទូតាំងច្រើនតែរបស់តាចូលចិត្តធ្វើទី2សន្តតសេនាសនៈបានបលកទាលខ្នើយភួយមុងជាមចំព្រែព្រំរនាំងវាំងននកំរាលខាងលើកំរាលខាងក្រោមពីតាមសន្យាអានឹងជំនាញខាងយាយឲ្យតែឃើញពីងទៀងពាត់ព្រះគាត់ទៅផ្ទះដេសន្យាមកប៉ាំងចិត្តអញ្ចឹងទៅទី3វិហារសេនាសនៈកសាងកុដិសាលាព្រះវិហាររួមគ្នាទាំងយាយទាំងតាបើយាយណាបើតានេះរវល់តកាត់កោះឈូសឆាយកាយបង្រៀបជូនគ្រោះដាច់ខ្សែស៊ីម៉ងបេតុងអាស្ពេត្រូប្រូអាតូអាជួយលើកជួយលីសែងយាយជួយអាំងជួយស្លជួយខជួយឆាជូនតាគាត់ហូបដែរអីចឹងរួមគ្នាធ្វើជាវិហារសេនាសនៈដូចជាកុដិសាលាឯទី4គេឲ្យឈ្មោះហៅថាឱកាសសេនាសនៈគឺដីវត្តទាំងមូលក្តីនរណាទិញដីដាក់វត្តនរណាចាក់ដីចាក់សាបក្នុងវត្តទាំងអស់ហ្នឹងចាត់ទុកជាឱកាសសេនាសនៈដល់ព្រះអង្គអនុញ្ញាតអញ្ចឹងរាជកហសេដ្ឋីគាត់ជ្រះថ្លាកសាងបាន60ខ្នងហើយនោះញោមជាសេនាសនៈដែលយើងហៅថាវិហារហ្នឹងមិនមែនប្រែមកថាវិហារហ្នឹងទេគឺប្រែថាកុដិធំជំរកដ៏ធំឬក៏ប្រែថាទីវត្តទាំងមូលក៏មានដែរញោមមកដល់តែពេលដាក់យកសេនាសនៈវិហារទាំង60ខ្នងនឹងយកមកប្រគេនព្រះសង្ឃសួរព្រះអាទិត្យថាតើប្រគេនរបៀបម៉េចដើម្បីឲ្យបានបុណ្យច្រើនព្រះអង្គដាក់ថាដាក់សម្បត្តិសង្ឃទាំង8ទិសមិនមែនប្រគេនទៅលោកគ្រូនេះលោកគ្រូនឹងទេតែប្រគេនទៅលោកយកជាកម្មសិទ្ធិរបស់លោកប្រវត្តិលោកលូអស់បាត់បើអញ្ចឹងដាក់ជារបស់សង្ឃជារបស់រួមព្រះសង្ឃមានសិទ្ធិទាំង8ទិសមកស្នាក់នៅបាននាំគ្នាកសាងជាសេនាសនៈចាប់ពីពេលនោះមកអនាថបណ្ឌកសិទ្ធិនៅឯសាវត្ថីឯណោះដឹងរឿងហ្នឹងមកដឹងជ្រះថ្លាត្រឡប់ទៅវិញទៅទិញដីពីឈ្មោះជាតិកសាងវត្តចិត្តពុនមួយឯណោះទៀតនិមន្តព្រះអង្គយាងឲ្យទៅទទួលឯណោះវិសាខាឯណោះជ្រះថ្លាកសាងវត្តពុកពីរៀមមួយទៀតញាតិរបស់ព្រះអង្គឯណោះទៅធ្វើវត្តនិក្រូធភារៀមទៀតពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានពីធ្វើគ្រប់កន្លែងទាំងអស់ចាប់ផ្ដើមកើតវត្តកាន់តែច្រើនប៉ុន្តែអត់ទាន់មានសាលាឆាន់សោះពេលដែលមានប្រសងគង់នៅមានតែកោះសេនាសនៈសម្រាប់ប្រសងដល់យាយតាគាត់មកនៅសេនាសនៈប្រសងវត្តកើតមកម្នាក់2នាក់ចូលជ្រកចុះដល់មកគ្នាច្រើនបើអត់មានរោងអត់មានកន្លែងម្ល៉េះហើយដល់ពេលរៀបចង្ហាន់ប្រសងពេលខ្លះចុងថ្ងៃក្តៅបែកញើសត្រេកត្រាក់ធ្លាក់ញើសចូលទឹកសឡអញ្ចឹងទៅណាហើយដល់ពេលខ្លះមេឃភ្លៀងមេឃអលឹមតែតក់ចូលក្នុងសឡចូលក្នុងបាយយាយតាប្របាក់ម្ល៉េះហើយចង់កើតកំណត់កិច្ចកុកមួយទៀតចង់កសាងសាលាប៉ុន្តែអត់ទាន់មានអាណាអនុញ្ញាត
ក្រោយពីមានសំណើនេះទៅដល់ព្រះដ៏មានពភាកបានព្រះអង្គអនុញ្ញាតសាលាមួយទៀតឲ្យអនុជានាមិទ្ធិកវេសាឡាំងបដកនហតុមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យទទួលសាលាបើនរណាគេកសាងសាលាកសាងរោងសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាសនាឲ្យទទួលចុះបាននិយាយតាបង្កើតកម្មវិធីកសាងសាលាឆាន់ហៅថាឧបឋានសាលាចាប់ពីពេលនោះរហូតមកទល់ពេលនឹងអញ្ចឹងទៅបានវាមានសាលាអញ្ចឹងនេះប្រវត្តិសេនាសនៈលើកអស់ឲ្យប្រគុណម្ចាស់ឆ្លើយប៉ុណ្ណេះស្លេះប៉ុណ្ណឹងមិនដឹងជាត្រូវមិនដឹងជាខុសបើត្រូវយកចុះបើខុសលុបចេញឆ្លើយឡើងវិញស្រេចលើអ្នកសួរសូមជ្រាបសាធុត្រឹមត្រូវហើយអនុថែតាមព្រះពុទ្ធដីកាប្រភៈអញ្ចឹងស្នោះមិនតំណងណាបកែទីឯប្រាថ្នានឹងមុខស្អាតលោកស្អាតញោមតែឥឡូវយើងដឹងទាំងអស់គ្នាហើយយើងធ្វើអ្វីក៏ដោយសិតតែមានក្បួនច្បាប់ព្រះអង្គអនុញ្ញាតត្រឹមត្រូវតាំងពីកฎក្តីសាលាក្តីពធាក្តីរបស់របបប្រសងប្រើប្រាស់ឲ្យតែយើងមានសទ្ធាធ្វើត្រូវទៅតាមធម៌តាមអាដែលព្រះសម្មាសម្ពុទ្ធឥឡូវយើងញាតពុទ្ធបរិស័ទក្នុងបឋមនេះក៏សាងតាមត្រឹមត្រូវព្រះពុទ្ធសាសនាហើយអរុថែបានហើយជាស្ថាពរមើលទៅស្អាតដូចពីឡាសាលាឆាន់ដែរញោមមានគំនូរមានភ្លើងមានតង្ហាលេនឹងមកស្អាតតែម្ដងហើយចឹងប្រសងនៅវត្តហ្នឹងស្រួលតែម្ដងពេលឆាន់ហ្នឹងមានតង្ហាបកមកស្ទជាស្រួលហើយប្រពកម្មវិធីឆ្លងហើយអនុថែហើយហេតុអីបានចាំបាច់ឆ្លងតែឆ្លងហ្នឹងមានអត្ថន័យសេចក្តីយ៉ាងណាខ្លះសូមពិសច្ចនីគេចឹងទៅសូមជ្រាបកាលណាសាធុប៉ុន្តែគេថាចេះអនុថែនេះក៏សាងសមិទ្ធផលអីផ្សេងហើយបើឆ្លងទៅការជាជីងចក់តកែកាឡាកាយបីហើយបើក៏សាងសាលានឹងបានឆ្លងទៅការជាជីងចក់តកែទៅហ្នឹងចក់នៅមានទៅណាហើយបើក៏សាងអីជីកស្រះហើយមិនបានឆ្លងទៀតទៅកើតជាអង្កែបនឹងហែលទឹកស្រះនោះហើយបើថាដាំដើមពុំមិនបានឆ្លងទៅកើតសត្វជារាជសីនៅចុះហើយចុះក្រែងលោកគេខ្លាចអញ្ចឹងបានគេឆ្លងឬក៏យ៉ាងម៉េចដល់ថែពាក្យនោះត្រឹមត្រូវដែរឬក៏អត់សូមវិសាចនីអ្នកណាអ្នកថាសូមប្រាប់បន្តិចនៅភូមិណាស្រុកណាឈ្មោះអីសួររកមុខដល់អ្នកណាដែរពលឺតគ្នាមកនោះឲ្យតែថាកសាងហើយមិនឆ្លងនោះម្នាក់ចិត្តតែផ្អើលនៅសុខទេក៏បានឆ្លងបានអត់ចិត្តតែម្ដងហើយចឹងរកមុខអ្នកថានឹងឃើញមិនគេថាតរហូតដល់ឥឡូវហ្នឹងខ្ញុំកណាសង្ឃឹមថាលោកថែដឹងដែររឿងហ្នឹងជួយបកស្រាយមើលត្រឹមត្រូវអត់សូមនិមន្តកណាគេថាមកពីគេមានមកគេថាមានតែខុសអីគេថាគេពិតជាថាមែនសូមនិមន្តជ្រាបកណាគេពិតជាថាđấyហើយចុះគេថាតាមណាគេថាតាមយល់សពចុះអ្នកណាជាអ្នកយល់សពអ្នកដេកអ្នកដេកទេយល់មែនយើងដែរអ្នកគួយស្ដាប់ធម៌យល់សពវាតអ្នកដេកត្រឹមត្រូវហើយលោកថែហើយចុះអ្នកដេកហ្នឹងដេកយល់សពរបៀបមិនខ្លះបានជាផ្អើលយើងទាំងអស់គ្នាហ្នឹងលោកថែសូមវិសាចនីដេកយល់សពដូចគុណម្ចាស់ថាមកឯងរឿងនេះកាលពីឆ្នាំ1949នៅស្រុកព្រៃកបាស់ខេត្តតាកែវមានមេឃុំមួយឈ្មោះដួងអ៊ូចគាត់អត្រែតពីមេឃុំគាត់ចូលធ្វើអាចារ្យវត្តបណយហើយគាត់សរសេរពងសាវតាវត្តបណយនិងសត្រាចម្លងប៉ុនយកទៅដាក់ប្រឡងនៅពុទ្ធសាសនបណ្ឌិតស្រាប់តែជាប់លេខ1ឆ្នាំ1950ពុទ្ធសាសនបណ្ឌិតចេញផ្សព្វផ្សាយពីសត្រាចម្លងប៉ុនហ្នឹងក្នុងសត្រាចម្លងប៉ុនហ្នឹងគេនិយាយពីរឿងប៉ុនឆ្លងនិទានក្នុងសត្រានោះគេនិយាយថាអញ្ចេះពីដើមហ្នឹងវាមានប្តីប្រពន្ធហ្នឹង2នាក់ប្តីហ្នឹងប្រុសប្រពន្ធហ្នឹងស្រីធ្វើប៉ុនកសាងហ្នឹង3-10ឆ្នាំហើយមិនដែលឆ្លងសោះស្រាប់តែពិចារណាគ្នាប្តីប្រពន្ធឯងអើយយើងធ្វើប៉ុន3-10ឆ្នាំហើយកសាងសមិទ្ធិផ្សេងមិនដែលឆ្លងទេតិចស្លាប់ចោលប៉ុនយើងឯងបើអញ្ចឹងយើងឆ្លងទាំងអស់គ្នាតោះធ្វើប៉ុនឆ្លងអញ្ចឹងឯងនៅផ្ទះខ្ញុំទៅព្រៃកាប់អស់កាប់ឈើកាប់វល្លិដល់ពេលគាត់អស់កម្លាំងគាត់ដេកលក់នៅក្នុងព្រៃនោះទៅស្រាប់តែយកសពឃើញបដ ாய் ទៅយកសពហ្នឹងគេខ្លះគេថាគាត់ផ្លិតអញ្ចេះក្នុងនិទានថាយមប្របាលតែងតែដើរមើលមនុស្សរាល់ថ្ងៃញោមចំណាំមើលអ្នកណាធ្វើបាបខ្លាំងមិនដឹងគុណទោសខុសត្រូវមិនដឹងឪមិនដឹងម៉ែអីហ្នឹងច្រើនតែវាយធ្វើបាបម៉ែឪធ្វើបាបខ្លាំងញោមចំណាំមើលច្រើនតែមនុស្សហ្នឹងអត់រស់បានយូរច្រើនតែអាយុខ្លីមកពីហេតុអីមកពីសន្សំពិន្ទុបាបនឹងវាគ្រប់ល្មមអាចគេយកត្រឡប់ទៅវិញបាន
អាចយមរៀបឲ្យវីសាត្រឡប់ទៅវិញចឹងគេសុំបន្ទុកបាបគ្រប់ម្ល៉េះហើយយមបបាលតែងតែមកយកមនុស្សណាដែលមានបាបគ្រប់អាចយកទៅយមរៀបវិញអាចមកយកទៅស្រាប់តែថ្ងៃនេះយមបបាលមកអត់ទាន់មានពីណាគួរយកឃើញបរិះនឹងកំពុងអដេកចាប់យកទៅហ្មងយកទៅមិនទាន់យកទៅថ្វាយយមរៀបទៅថ្វាយព្រះអិនក៏សួរថាណែឯងមកពីណាថាខ្ញុំមករកកាប់អស់កាប់ឈើធ្វើបន់ឆ្លងស្រាប់តែចាប់ខ្ញុំមកទៅអូណែឯងចង់ធ្វើបន់ឆ្លងអញ្ចឹងត្រូវឲ្យចាំយើងនិយាយរឿងឲ្យស្ដាប់ណែឯងដឹងឯពីមុនណាអ្នកកសាងកុដិសាលាហើយនៅហួងហែងថាកុដិអញសាលាអញកុដិអញសាលាអញមិនទាន់សាលាលះចិត្តដាច់ស្រាប់តែស្លាប់ទៅនៅតែជាប់កុដិអញសាលាអញកុដិអញសាលាអញអត់ទៅកើតឯណាទេទៅកើតជាកលាជីងចុះនឹងសាលានងអស់មួយរយៈទៅហើយមានអ្នកដើមពោអញរហូតដល់ស្លាប់ទៅជាប់ជាមួយដើមពោហ្នឹងក៏ទៅកើតជារាជសីនៅដើមពោហ្នឹងអស់មួយរយៈទៅហើយមានអ្នកមួយទៀតនោះជីកស្រះដល់មិនចង់ឲ្យគេប្រើអីទៅនៅទៅហួងហែងស្រះអញដូងអញស្រះអញដល់គាត់ស្លាប់ទៅចិត្តគាត់វាជាប់ទៅជាមួយស្រះហ្នឹងអត់ទៅកើតឯណាអាជីវ័ននៅចិត្តចុងក្រោយវាទាញឲ្យទៅកើតជាសត្វអង្កែបមាត់កវែតដេកនៅស្រះហ្នឹងទៅហើយមានអ្នកមានកូនហើយមិនប្រព្រឹត្តในកម្មវិធីដើម្បីកូនដូចប្រកបកូនដូចជាដើមស្រាប់តែលែងមានកូនក្រកូនគេលែងមកកើតជាមួយហើយមានអ្នកខ្លះរៀនមានចំណេះពីគ្រូនេះពីគ្រូនោះរមើលគុណគ្រូនឹងមិនរំលឹកដល់គ្រូនឹងស្រាប់តែរៀនអីលើក្រោយក៏លែងចេះលែងប្រកែបើអញនិយាយរឿងឲ្យស្ដាប់ចប់ក៏ឲ្យយមបាលជូនទៅវិញយមបាលជូនគេទៅវិញគេគ្មានទោសគ្មានកំហុសទេគេមកធ្វើបន់ឆ្លងស្រាប់តែជូនព្រលឹងគាត់មកដល់បញ្ចូលក្នុងរូបរាងកាយកំពុងតែដេកនឹងភ្លុចរូបរាងកាយនឹងភ្ញាក់ដឹងខ្លួនឡាយីអញដេកយកសពសោះយកសពល្អណាស់ឃើញប្រអិននិយាយរឿងឲ្យស្ដាប់ត្រឡប់ទៅផ្ទះវិញយករឿងនឹងទៅប្រាប់ប្រពន្ធក៏ជ្រះថ្លានាំគ្នាធ្វើបន់ឆ្លងនឹងឲ្យតល់តែសម្រាប់អនាថបណ្ឌកសេដ្ឋីក្តីវិសាខាក្តីក៏នាំគ្នាធ្វើបន់ឆ្លងតាំងពីសម័យដើមនោះមកដើម្បីជំរះចិត្តរបស់ខ្លួននឹងឲ្យដាច់ស្រឡះកុំឲ្យជាប់ជាពាក់ថាកត់អញថាសាលាអញអីចឹងទៅណាដើម្បីឲ្យវាចិត្តស្រឡះចិត្តស្ងប់ទៅវាបានបន់កាន់តែខ្លាំងបានជានាំគ្នាធ្វើបន់ឆ្លងនឹងតសម័យកាលដើមនឹងគេមានក្បួនឆ្លងតាមបែបផ្សេងគឺគេរៀបទៀន4ទូ4ស្លាធម៌មានបង្អែម4មានណែបាយ4នំ4ហើយគេមានតលទឹក1តលទឹក4គេដាក់មានតលទឹក4ហើយគេមានពេង1គេដាក់ណែពេងមកគូគេដាក់ទឹកអប់ម្សៅគ្រឿងកោបអីនៅហ្នឹងពីដើមអានឹងនិយាយពីដើមដល់ទៅពេលវគ្គឆ្លងហ្នឹងនាំគ្នាប្រពៃពិធីឆ្លងប្រសងលោកសូត្រពហុទេវាចប់ចឹងទៅអាចារ្យលើកពេងមកគូនោះហុចទៅប្រគេនប្រសងធ្វើមាត់អិចអូចកោចុះកោឡើងហុចត្រឡប់មកអាចារ្យកាន់ពេងមកគូបែរមករយាយតាមើលមុខអាចារ្យទៅអាចារ្យគាត់សូត្រក្នុងការនោះអាត្មាគាត់ទៅលើកខ្លះមកទីពីព្រោះអាត្មាកើតមិនតាន់ដែរប៉ុន្តែមើលតាមក្បួនបុរាណណាទានីបនបរិបូរដល់ស្មោះសរជាមហាបញ្ញោនៃអ្នកដើមការសទ្ធាសេថោអ្នកនោះវិសោវិសុទ្ធប្រំប្រៃមានចិត្តស្ម័គ្រស្មោះប៉ុនបងចំពោះគ្រប់អង្គម្ចាស់ថ្លៃជាទីពឹងពាក់គុំអ្នកអាស្រ័យព្រះស្រីរតត្រៃសពថ្ងៃនេះណាអ្នកដើមការគិតតែងនឹងព្រួយចិត្តអនុអាត្មារលំរលែកសង្វេគអនិច្ចាខ្លាចក្រែងសង្ខារមិនថិតថេរនៅដោយដើមរទាំងដោះពីបមាត់ច្រាំងទឹកហូរជ្រាវជ្រៅរបើករបេះរលេះច្រាំងទៅរទាំងនោះនៅពុំបានឡើយណារលីងរលំសัตว์ទៅទាំងគុំប្រឡាប់កាប់ងារាល់រូបប្រុសស្រីសពថ្ងៃនេះណាក្នុងធម៌លោកថាឧបមាឆ្នោះហងហេតុនោះគួរគិតគួរតែតាំងចិត្តកុំឲ្យមានបងធ្វើបន់ឲ្យទានជាស្ពានចំណងរួចនាំរំលងពីអកុសលហូហែចឹងទៅបានលោកបញ្ជាក់បន្តទៀតខាងក្រោយថាមានទ្រព្យតិចតួចមានការចោលលួចភ្លើងឆេះអស់ទៅកាលខ្លួននៅរស់របស់គង់នៅដល់ខ្លួនស្លាប់ទៅអាសាសូនសោះសង្ឃឹមកូនចៅនៅខាងក្រោយបើគេធ្វើបន់ឲ្យគេឲ្យតាអាចារ្យអានឈ្មោះស្រួលមិនបានឧទ្ទិសមិនបានចូលប្រគិនต้องអាឡ័យជប់លៀងមិត្តភ័ក្ដិឯនោះវិញកទេដាច់ជាឆ្នាំងបាយទំនុកកបិតទទួលបញ្ចុះកំពង់គ្រឿងមាសគ្រឿងប្រាក់គ្រឿងស្ពាន់តុកថាដែលខ្លួនយើងបំរុងគេថាទ្រព្យគេមិនខ្ចីយកមករៀបដាក់ប្រឡងទេគេទុកបំរុងចែកចាយគ្នាហេតុដូច្នេះនៃរាល់រូបប្រុសស្រីគួរតែគិតអនិច្ចាស្លាប់ទៅជាខ្មោចអសោចវេទនាមិនមានអ្នកឯណាកំដរទៅជាមួយយើងទេគេហែត្រឹមតែកន្លែងដុតគេមកវិញអស់គេហែត្រឹមតែកន្លែងបញ្ចុះគេមកវិញមកគេហែត្រឹមតែកន្លែងដុតគេទៅផ្ទះចោលយើងទៅតែឯងបើគ្មានប៉ុនទេអត់មានណាទៅទេដូច្នេះមានតែប៉ុនមានតែសិលមានតែស្ពានមានតែទៀននេះទេទើបជាស្ពានចម្លងជាទុកជាក្តារជាវាចែកឆ្លងរួចនាំរំលងពីអកុសលអញ្ចឹងទៅអាចារ្យគេសូត្រចប់ទៅគេប្រកាសញោមញាតថាសូមអនុមោទនា3ដងអ្នកស្ដាប់គេថាសាធុសន្មតបនឆ្លងចប់អានោះសម័យនោះគេធ្វើអញ្ចឹងដល់មកសម័យឥឡូវនេះគេអត់ធ្វើអញ្ចឹងទេអាចារ្យគេយកទៀនមួយគេយកផ្ដិលមួយមកគេដាក់ទៀន4ដើមហើយគេអុចឲ្យឆេះ
នឹងដោយស្រុកណាស្រុកនឹងមិនដឹងធ្វើម៉េចទេបើស្រុកភ្នំពេញអាចារ្យគេលើកឡើងថាញោមញាតទៀន4ដើមហ្នឹងកំពុងឆេះហ្នឹងភ្លើងទុកភ្លើងកិលេសហើយ4ហ្នឹងតំណាងលំទាំង4កាមោកៈពវោកៈទឹកថោខៈកំពុងឲ្យយើងរងទុកលំបាកដោយជាតិជារៀបជាភិមរណៈរងទុកណាស់មានតែទឹកអមតៈមហានិព្វានទេទើបអាចរំលត់ឆ្លងពីទុកនេះបានអាចារ្យដកទៀនទាំង4នោះជំនួសផ្លោកទៅក្នុងទឹកអលុតអស់អលិចរបស់គាត់មែនប៉ុន្តែឃើញនេះទឹកអមតៈមហានិព្វានពលុតភ្លើងទុកបានមែនអលុតអស់របស់គាត់ល្មមហើយចប់ទៅចប់បនឆ្លងសមាធិទៅប៉ុណ្ណាចប់បាត់នឹងឯងឆ្លងប្រគុណម្ចាស់ចប់ហើយប្រវត្តិឆ្លងសូមជ្រាបសាធុប្រគុណច្រើនអនុថែបានអធិប្បាយបកស្រាយតាំងពីបែបសម័យមុននិងសម័យបច្ចុប្បន្នមានការឆ្លងហើយចុះឆ្លងនោះមានអត្ថន័យសេចក្តីយ៉ាងណាខ្លះដែរអនុថែសូមវិសាជនីសួរនឹងគេអាឡានចោតអត់អ្នកយ៉ាងកេញឥឡូវ1ម៉ោងជាងហើយប្រគុណម្ចាស់សារិកាចូលដេកសេកចូលតនំមកខ្មុំចូលប្រកងយាយតាក៏តំណងជាចុកជើងពីខោសង់យើងក៏ចុកចកេះចុកជង្គង់ហើយបើអ្នកប្រុងវាយវងកំពុងតែស្រឿចានស្លាព្រាហើយបើអ្នកប្រុងរំវងកំពុងតែស្រឿចកេះហើយយើងគិតតែប្រឆេះព្រមប្រឈប់ប្រញាប់ដល់តែប្រលប់យាយអាឡានអត់អ្នកយ៉ាងកាញ់ឥឡូវហើយគុណម្ចាស់ដល់ចម្រើនឆ្លងមានន័យអញ្ចេះមានន័យថាម៉េចឆ្លងមានន័យថាចិនឆ្លងមានន័យថាលោតឆ្លងមានន័យថាចប់ឆ្លងមានន័យថារំលងចឹងទៅប្រគុណម្ចាស់សូមនិមន្តជ្រាបដូចជាស្ដាប់យល់ទេអនុថែចេញផងលោតផងលោផងចប់ផងមិនទេមើលក្នុងខ្ញុំកណាសួរមួយទៅចប់ដែលឆ្លងមានន័យថាលោតឬក៏ផ្លោះហ្នឹងសំដៅដល់ឆ្លងអ្វីអនុថែសូមនិមន្តបកស្រាយសំដៅផ្លោះសំដៅទៅលើឆ្លងបលាយអត់មានស្ពានមិនផ្លោះដូចព្រះសរិបុត្រនិមន្តឃើញបលាយមិនផ្លោះផ្លោបល័យថាផ្លាក់បតេព្រះថាផ្លោះហើយមកពីផ្លោកធៀបហើយដល់លោកប្រពឡើងស៊ីផ្លែដូងវាស៊ីអស់ដើមហ្នឹងវាចង់ទៅដើមមួយទៀតវាចង់ឆ្លងមិនវាលោតអាហ្នឹងឆ្លងមិនថាលោតដែរសូមនិមន្តជ្រាបតែមួយមើលក៏ប្រាប់ឯណាលោកញ៉ាំផ្លែឈើណាទៀតហើយចុះឆ្លងមួយទៀតមានន័យថារំលងនោះអានោះសប្បាយដល់របស់អ្វីដែររូបថែសពស្រាយឆ្លងមានន័យថារំលងហ្នឹងយាយគាត់មើលសភៅធរគាត់មើលមិនដាច់បល័យច្រើនទេឆ្លងទៅតពណ៌មួយទៀតទៅម្លងចោលហើយឆ្លងទៅតពណ៌មួយទៀតអានឹងឆ្លងដែរគឺរំលងចោលសូមជ្រាបអូចាំទេហើយមើលទៅវាដាច់ជើងមើលទៀតទៅមុខទៀតទៅមកបែបវាត្រូវនឹងអសរទូចបងអើយមើលយល់ដាក់វ៉ែនតាហើយទៅព្រិចទៅមកលោទៅមកស្លាប់ទៀតទៅលុយធំទៅមកស្លាប់ទៀតវាមើលទៅសរសើរទៅបាត់សភៅព្រឹកបែបទូម្ដងមើលច្បាស់ចែកឥឡូវដល់ថ្ងៃក្នុងថ្ងៃហ្នឹងហើយចុះឆ្លងមួយទៀតមានន័យថាចប់នោះអានោះសំដៅដល់អ្វីដែររូបថែសពស្រាយអានឹងបើយើងឆ្លងផ្លូវមិនប្រយ័ត្នក៏ចប់ដែរហើយបើទេសនាស្រាប់តែមេក្រូវាឆ្លងភ្លើងក៏ចប់ដែរអានេះឆ្លងចប់គុណម្ចាស់សូមជ្រាបសាធុហើយចុះឆ្លងក្នុងទីនេះវិញអនុថែមានន័យយ៉ាងណាសូមវិសាជនីនៃជាសារបានទូទៅនៃឆ្លងនេះអាចមានពាក្យបរិវារយ៉ាងហោច 4-5 ពាក្យទៀតទី1មានន័យថាបើកទី2មានន័យថាឡើងទី3មានន័យថាសម្ពោធទី4មានន័យថាដាទី5មានន័យថាឆ្លងច្រើនតែថាឆ្លងហ្នឹងរបស់ដែលទើបដំណើរការថ្មីដូចសាលាយើងដំណើរការថ្មីយើងហៅឆ្លងដែរមិនអញ្ចឹងហើយឆ្លងសាលាឆ្លងព្រះឆ្លងវិហារឲ្យតែរបស់ធ្វើបានថ្មីហើយយើងធ្វើបន់ឆ្លងអញ្ចឹងបានអាត្មាសម័យខាងកាលអង្គរវត្តគេទំកសាងឲ្យថ្មីគេឆ្លងទាំងស្អាតប៉ុណ្ណាណាញោមណាអានេះតូចជាងគេហៅបើកដូចជាយាយតាគាត់ថោយស្រូវមង្គលគាត់ចាប់ផ្ដើមបើកហាងលោកបាញ់ឆែវថ្ងៃនេះចាក់ព្រីប្រគិនប្រសំឆាន់ប្រព្រឹត្តអ្នកខ្លះបើកហាងលោកកាទៀវអ្នកខ្លះបើកបង្រៀនភាសាអង់គ្លេសប្ររពកម្មវិធីបើកដំណើរការដើមដំបូងដែរអានេះតូចដល់តែរបស់ធំជាងបើកនឹងឡើងដោយធ្វើផ្ទះថ្មីចាប់ផ្ដើមសម្ពោធផ្ទះឆ្លងផ្ទះយើងមិនថាឆ្លងផ្ទះទេយើងថាឡើងផ្ទះឡើងរោងឡើងនតាឡើងសាលាអញ្ចឹងទៅហើយដល់តែធំជាងឡើងនឹងទៀតដានឹងដូចភូមិមួយទាំងមូលលៀនស្រូវហើយអាដៅហ
ហើយស្រូវទាំងអស់ឲ្យដាលៀនដានតាដាភូមិអាដាហ្នឹងបល័យថាតារៈហ្នឹងវាคล้ายមកពីតារៈព្រះថាឆ្លងដែរហើយដល់តែឆ្លងមួយទៀតធំជាងដាហ្នឹងទៀតមានន័យថាសម្ពោធសម្ពោធពាក្យបល័យថាសម្ភោជាមកពីសម្ភោជាសម្ភោជាគេប្រែថាជួបជុំគ្នាដើម្បីហូបបាយជុំគ្នាក្នុងកម្មវិធីដំណើរការឲ្យប្រើប្រាស់ស្អីមួយប៉ុន្តែកម្មវិធីនោះមានអានរបាយការណ៍អានប្រវត្តិដោយសាលាទំហំប៉ុណ្ណាធ្វើអស់លុយប្រមាណរយៈពេលប្រមាណដូច្នេះសម្ភោជានឹងប្រែคล้ายពាក្យទៅជាសម្ពោធសម្ពោធនេះប្រព្រឹត្តទៅដោយធម៌4យ៉ាងចិត្តឆន្ទៈវិរិយៈវិមង្សាពីព្រោះសម្ពោធនេះគឺសំដៅទៅលើការព្យាយាមតស៊ូក្នុងការកសាងទោះបីខ្លួនវ័យចាស់ទោះបីក្តៅតិចល្ងាគេរិះគន់គេស្ដីគេថាតស៊ូដោយញ៉ាំងចិត្តឯងនៅដើរកងកោងខ្នងផងឈឺចង្កេះផងចាស់ផងប៉ុន្តែពេញចិត្តក្នុងការធ្វើចិត្តឆន្ទៈវិរិយៈវិមង្សាព្យាយាមធ្វើឲ្យពិចារណារហេតុផលអ្នករិះគន់ក៏មិនគ្មានធ្វើអ្នកថាក៏មិនធ្វើបើអញមិនធ្វើក៏មិនកើតកូនខ្លះស្ដីឲ្យឯងឈប់ទៅវត្តទៅគេថាឲ្យឯងលុយវត្តអាធ្វើការអត់មានប្រាក់ខែឲ្យគេចោទឲ្យឯងទៅឯងទៅធ្វើអីគេថាទៅប៉ុន្តែបើឲ្យមិនធ្វើការងារនឹងពួកវាក៏មិនធ្វើដែរបើដូច្នេះហើយការតស៊ូព្យាយាមធ្វើនឹងដោយទឹកចិត្តដ៏មោះមុតដូចជាផ្លែកន្ត្រៃដែលគេកាត់ទៅលើកណាត់អញ្ចឹងឯងនឹងសម្ពោធប្រព្រឹត្តទៅក្នុងផ្លូវភ្នែកឆ្លងប្រព្រឹត្តទៅក្នុងផ្លូវចិត្តសម្ពោធផ្លូវពុទ្ធផ្លូវអនាចក្ររីឯឆ្លងផ្លូវពុទ្ធចក្រសម្ពោធផ្លូវអនាចក្រផ្លូវភ្នែកក្រោមការដឹកនាំរបស់នរណាម្នាក់ធ្វើឲ្យចេញជារូបរាងឡើងឲ្យស្រឡាំងមើលឃើញនឹងភ្នែកចេញជារូបរាងឡើងនេះអានឹងហើយបានជាសម្ពោធនឹងត្រូវមានគណៈអធិបតីចូលរួមពីព្រោះក្រោមការដឹកនាំនរណាម្នាក់សម្រាប់បានសមិទ្ធផលដ៏ថ្មីស្រឡាងនេះប្រព្រឹត្តទៅក្នុងផ្លូវភ្នែកដែលមើលឃើញរីឯឆ្លងនៅក្នុងផ្លូវចិត្តឯនេះទេឲ្យដាច់ពីអញដាច់ពីកំណាញ់ដាច់ពីមច្ឆរិយៈឆ្លងបែកចែកចេញជា4 5អត្តន័យទៀតនៃទី1ចេញនឹងចេញអំពីកន្លែងអាក្រក់ទៅកាន់កន្លែងល្អដោយប្រគុណម្ចាស់ធ្លាប់ឮថាឧត្តមថានឹងបតថាបេតិចេតារោឆ្លងចេញពីអញពីកំណាញ់ពីមច្ឆរិយៈសាលានឹងកសាងដាក់រួចហើយឈប់ជារបស់អញឈប់ជាលុយអញហើយដាក់ជាសម្បត្តិសងឬក៏ជារបស់រួមនឹងហើយឆ្លងចេញពីអញពីកំណាញ់ពីមច្ឆរិយៈឆ្លងទី2មានន័យថាបំពេញចេតនាទាំង3គេថាអ្នកដែលធ្វើទានបើចេតនានឹងមិនពេញទេស្ដាយក្រោយវាកពុបបើអញ្ចឹងតលចេតនាពេញពពពេលវទាននេះសុមណោហោទេអាមុនពេលធ្វើក៏ជ្រះថ្លាទាំងចិត្តតាំងប្រសាទេតិទី2កំពុងធ្វើនឹងក៏ត្រេកអររីករាយទី3តាត់ថ្វាអធមណោហោទេឥឡូវក៏សាងរួចហើយក៏សប្បាយរីករាយត្រេកអរត្រួតថែមទៀតអញ្ចឹងយើងមកបំពេញចេតនាទាំង3ឲ្យដល់ព្រមបានគេហៅថាឆ្លងដែរឆ្លងដោយចេតនាពុបចេតនាពុបចេតនាទីហេតុតារាបេនតិតិចេតារោឆ្លងនេះមានឆ្លងចេតនាមានពុបចេតនាជាដើមនេះទី2ទី3បំពេញបុណ្យបន្ថែមបញ្ញញ្ចេពុរិសោកយរាធេណាតាមហិឆានទាំងកយរាថសុខោបញ្ញសអូចយោនរណាកសាងបុណ្យហើយក៏បីធ្វើបុណ្យនោះបន្ថែមទៀតញ៉ាំងចិត្តត្រេកអរជ្រះថ្លារីករាយនៅបុណ្យរបស់យើងហើយធ្វើបុណ្យបន្ថែមបានយើងនាំគ្នាមកនោះមកធ្វើបុណ្យបន្ថែមដែរបាននមស្ការបានបុណ្យមួយជ្រោតបានស្ដាប់លោកទេសបានបុណ្យមួយជ្រោតប្រគិនភេសជ្ជៈបុណ្យមួយជ្រោតរាប់បាតបុណ្យមួយជ្រោតតម្រាំហើយបុណ្យឆ្លងនេះមិនដឹងប្រមាណជ្រោតទៀតទេចឹងមកបន្ថែមបុណ្យនេះទី3ឯទី4ចម្លងទ្រពទុកឲ្យហើយរូបរាងកាយយើងនេះមុខតាអាចារ្យភ្លុកយកហើយសពថ្ងៃនេះគឺថាយកទៅណាក៏មិនរួចដែរមានប្រមាណអ្នកមានក៏ស្លាប់អ្នកក្រក៏ស្លាប់ជីវិតយើងមុខតែនឹងស្លាប់ហើយបើយើងស្លាប់ទ្រព្យយើងយកទៅឯណាយើងស្លាប់ចោលហើយបើចង់យកទ្រព្យនឹងទៅជាមួយធ្វើម៉េចធ្វើបុណ្យនឹងចម្លងទ្រព្យយើងទុកឲ្យហើយលោកសម្ដែងថាទឹកតាស្មឹងអតិរស្មឹងយ៉ាងនេះហរតិគេចំណាំងតាំងតាសហោតិអត្ថាយ៉ាងណូជាយ៉ាងតតយតអេវមេតតកោលោកកោជារិយមរណេមចនីហរិទេវទាននេនតណាំងហោតិសនីថតាំងថាកាលណាបើភ្លើងឆេះផ្ទះយើងមិនអាចផលិតភ្លើងបានទេមានតែផ្លូវជូនទ្រព្យខ្លះទៅធ្វើដើមទុនពេលវាឆេះអស់ទៅបានសល់ដើមទុនរត់ទទួលទានទៀតយ៉ាងណាមិញរូបរាងកាយយើងបីដូចជាតួផ្ទះមួយដែរដែលភ្លើងប្រុងឆេះភ្លើងជាតិជារៀបជាទីមរណៈឡើងមកដុតរួលបដាលហើយដុតរួលឲ្យសក់សស្គូដុតឲ្យភ្នែកងងឹតទៅជាថ្លង់ស្បែកជ្រីងជ្រួញចុងក្រោយភ្លើងទីពិឆាដុតយកមែនទេអត់មានអ្នកណាផលិតឈ្នះទេមានតែគេជួយដុតថែមបើដូច្នេះរូបរាងកាយចាត់ទុកដូចជាតួផ្ទះភ្លើងត្រូវឆេះអញ្ចឹងជូនទ្រព្យចេញពីវាបានដល់អីបានដល់កសាងបុណ្យកសាងពុទ្ធកសាងសាលានឹងហើយញោមរបស់អីដែលមិនចេះស្លាប់ញោមគិតមើលរបស់អីដែលមិនចេះស្លាប់
លោកសំដែងថារូបាំងជីរតិមច្ចានាងនាមៈកោតតាំងអ្នកជីរតិរីរូបរាងកាយសពសត្វទាំងឡាយតែងចាស់ក្រមគ្រាឯនាមនឹងកោតអ្នកប្រាជ្ញានាឥតចាស់ក្រមគ្រាបាត់បង់អន្តរាយរូបម្ដាយបាត់ទៅប៉ុន្តែគេឈ្មោះស្នាដៃម្ដាយនៅនឹងកូនទាំងឡាយដែលមានកតញ្ញូនៅឪពុកម្ដាយអាចឲ្យពុនរៀននៅលោកទាំង3រូបគ្រូបាត់ទៅប៉ុន្តែគេឈ្មោះគ្រូនៅនឹងសិស្សទាំងឡាយដែលមានកតញ្ញូនឹងគ្រូបាត់ជាយអាចឲ្យពុនរៀននៅលោកទាំង3អ្វីដែលមិនចេះស្លាប់វិសាខាអនាថបណ្ឌកសេដ្ឋីមនុស្សនេះស្លាប់ហើយនៅស្លាប់ហើយស្លាប់នេះក៏តែនិយាយដើមវិសាខាអនាថបណ្ឌកសេដ្ឋីធម្មមាសោកអីមិនក៏គេនៅតែនិយាយដើមរហូតនៅតែឈ្មោះនៅរស់មកពីមនុស្សនោះចេះចម្លងទ្រព្យមនុស្សនោះចេះកសាងសមិទ្ធិកសាងវត្តកសាងបាសាលាពហិសាលារៀនស្ពានថ្នល់មន្ទីរពេទ្យជាប្រយោជន៍ដល់ជាតិជាប្រយោជន៍ដល់សាសនាជាប្រយោជន៍ដល់មនុស្សទោះបីនៅក្នុងស្លាប់មែនប៉ុន្តែគេឈ្មោះសេចក្តីល្អនិងស្នាដៃនៅរស់ជានិច្ចអញ្ចឹងហើយបានយើងមកកសាងសាលានេះជាការចម្លងទ្រព្យយើងទុកអញ្ចឹងដែរបើយើងនៅកើតក្នុងវាលវត្តសង្សារនេះបុណ្យនៅរងចាំយើងដូចនន្តយឧបាសកនោះញោមគ្រាន់តែកសាងសាលាថ្វាយព្រះអង្គនៅព្រៃឥសីបតនមិគទាយវ័នវេសាលាជ្រោចទឹកជ្រោចសាលាវាមានទឹកខុសចាំនៅឋានសួគ៌ផ្លែតដល់គាត់ស្លាប់ទៅកើតកន្លែងនងមែនទេចេះអញ្ចឹងយាយតាណាប្រុងទៅឋានសួគ៌នោះមេះសាលាខុសចាំដែរហើយបើយាយណាប្រុងទៅកើតកូនអុកញ៉ាលោកជំទាវណានោះគេកំពុងកសាងវិឡាធំនោះមិនស្រួលទៅកើតកូនផ្ទះនោះពីព្រោះបុណ្យហ្នឹងវារងចាំយើងព្រោះយើងចម្លងទ្រព្យយើងទុកឲ្យហើយរួចហើយឲ្យដល់តែអ្នកអត់បានចម្លងទ្រព្យទៅស្លាប់ទៅតែខ្លួនទៅទេមិនដឹងទៅកើតឯណាទេឲ្យដល់តែយើងមានទ្រព្យទៅរុកទុករួចហើយទ្រព្យទៅនៅចាំយើងតែស្លាប់ទៅកើតអាកន្លែងទ្រព្យនឹងទៀតទេចានេះឆ្លងទី4នេះមានន័យថាចម្លងទ្រព្យឯឆ្លងទី5នេះមានន័យថាអនុគ្រោះដល់អ្នកមិនបានចូលកាលគេកំពុងធ្វើយើងអត់បានចូលកាលគេកសាងព្រះយើងអត់បានចូលហើយដល់តែឥឡូវស្ដាយអញឲ្យគេកសាងសាលារួចហើយអញអត់បានចូលទេស្ដាយក្រោយអត់អីទេញោមបើមិនបានចូលពីមុនមកចូលថ្ងៃហ្នឹងក៏ឈ្មោះថាយើងជាម្ចាស់សាលាគេដែរអនុគ្រោះដល់អ្នកមិនបានចូលពីមុនណាញោមណាហើយញោមមកចូលគេចោះនឹងបានចំណែកបុណ្យសាលាដែរបើមិនជាអាចារ្យគេមិនទទួលទេញោមមកតាក់ទងជាមួយអាត្មាចាំអាត្មាជួយអង្វរគេឲ្យនឹងគេអនុគ្រោះដល់អ្នកមិនបានចូលដល់នឹងទី5ឯទី6នឹងឯងគឺគេឆ្លងនឹងឯងគឺញ៉ាំងសាមគ្គីធម៌ដើម្បីបង្កើននៅបុណ្យកុសលទៀតពុទ្ធសាសនាយើងបើសិនជាអត់មានញ៉ាំងសាមគ្គីធម៌អញ្ចឹងទេម្លេះស្មានឹងយាយនេះនៅផ្ទះតានោះនៅផ្ទះអាត្មាក៏នៅអាត្មានោះទៅវាអត់បានជួបគ្នាទេហើយដល់តែយើងជួបគ្នាបានធ្វើបុណ្យជុំគ្នាស្ដាប់ធម៌អញ្ចឹងទៅញ៉ាំងសាមគ្គីយើងកាន់តែរឹងមាំឯឆ្លងចុងក្រោយទី7គឺឆ្លងនៅអន្លង់ទាំង4កាមោខៈកវោខៈទិដ្ឋោខៈអវិជោខៈដែលវាជាចំនួនជនពលិកសត្វលោកឲ្យវិលវល់នៅក្នុងវាលវត្តសង្សារនេះលោកហៅថាឆ្លងដោយសទ្ធាសទ្ធាយតរតិអោខាំងសត្វឆ្លងអន្លង់បានដោយសារសទ្ធាតលមានសទ្ធាមកស្ដាប់ធម៌មកធ្វើបុណ្យអញ្ចឹងសទ្ធាកាលៈសទ្ធានឹងជាគ្រឿងចម្បាំងច្បាំងជាមួយមតិរិគុណពីខាងក្រៅទៅធ្វើទៅអីនាំទៅហាន់ហើយលើកណែថាមិនក៏ថាទៅជឿដោយមិនជឿដោយមិនសំខាន់ទេសំខាន់កើតចាស់ជឿស្លាប់មានដូចគ្នាអ្នកមិនជឿអីសោះក៏ស្លាប់អ្នកមិនធ្វើអីសោះក៏ស្លាប់ក្រោយពីស្លាប់ទៅទទួលយកផលបុណ្យបាបរៀងខ្លួនបើដូច្នេះយើងជំនះចិត្តមកធ្វើឲ្យតលតែបានគេហៅថាសទ្ធាកាលៈសទ្ធាសនេហៈណែឯងចង់អូសទាញខ្ញុំឲ្យប្រាក់ខែប្រមាណក៏ខ្ញុំមិនទៅចូលណែឯងដែរខ្ញុំជាជនជាតិខ្មែរមានពលឹងជាតិរបស់ខ្ញុំមិនមែនមនុស្សអត់ពលឹងដើរយកពលឹងគេដាក់ខ្លួនដោយអាទីងមងរំឆាយ៉ាំអត់មានពលឹងយកមនុស្សទៅចូលទេណាហើយខ្ញុំជាជនជាតិខ្មែរមានពលឹងជាតិខ្ញុំតាណែឯងនៅប្រទេសណែឯងកាន់សាសនាណែឯងទំនៀមទម្លាប់បព្វធម៌ណែឯងខ្ញុំនៅប្រទេសខ្ញុំកាន់សាសនាខ្ញុំទំនៀមទម្លាប់ខ្ញុំតាមានតែរឿងឈួតល្ងងភ្លឺឯណាខ្ញុំកាន់បព្វធម៌ប្រពៃណីដូនតាខ្ញុំមិនដែរហើយចេះអញ្ចឹងហើយសទ្ធាសនេហៈពាក់ទាញចិត្តជាប់ជាមួយពុទ្ធសាសនាអត់របេះចេញរួចអញ្ចឹងសទ្ធានាវាជួយចម្លងទ្រព្យនេះទៅបានតតែមានសទ្ធាដែរសទ្ធន្ទ្រីយៈសទ្ធាជាធំសព8យ៉ាងទាំងអស់បើអត់សទ្ធាទេមិនមកទេប៉ុន្តែបើមានសទ្ធាហើយអត់មានឡានជិះក៏ដើរមកដែរសទ្ធានឹងជាធំអញ្ចឹងណាសទ្ធាពីរជាសទ្ធានឹងជាពូជនាំឲ្យញោមញាតិកើតជាមនុស្សកើតជាទេវតាសទ្ធាធនៈសទ្ធានឹងជាទ្រព្យមរតកសម្រាប់យើងមានដើមទុនកើតជួបព្រះកើតមកជួបតែមនុស្សល្អកើតមកជួបតែផលបុណ្យដូច្នេះសទ្ធានឹងទើបអាចឆ្លងលងបានញោមញាតិបញ្ចេញសទ្ធាមកឆ្លងនឹងណោះអបមាទេនេះអនវាំងឆ្លងវាលវត្តសង្សារនេះបានដោយសេចក្តីមិនប្រមាទគឺមិនធ្វេសប្រហែសកុំចាំថ្ងៃក្រោយថ្ងៃហ្នឹងតនៅដើរកើតគីឡូឆ្នាំក្រោយយើងអត់បាននៅរស់ឬក៏យើងដើរលែងរួចនាំខកធំបើអញ្ចឹងតពីឆ្លងសាលាឆ្នាំហ្នឹងយើងនៅដើរកើតមកឲ្យហើយវិរិយនឹងទៅកម្មចេតិចង់ឆ្លងចាស់ទុកតតែព្យាយាមមើលដេកហុចធូបមួយដៃបួងសួងសុំឲ្យបានសុខវាអត់បានទេបើយើងអត់ធ្វើនោះហុចធូបកាន់តែច្រើនព្រោះឆេះផ្ទះទៀតបញ្ញាយៈបរិសុទ្ធចិត្តឆ្លងសេចក្តីមិនបរិសុទ្ធឲ្យបរិសុទ្ធទៅបានដោយសារបញ្ញាកើតពីណា
សតតាមយៈបញ្ញាកើតពីការស្ដាប់នឹងហើយភាវនាមយៈបញ្ញាកើតពីការទន្ទិញចិនតាមយៈបញ្ញាកើតពីការពិចារណាពីការគិតមនុស្សអត់បញ្ញានៅពីអត់បើកទ្វារបដូច្នេះបានជាយើងនាំគ្នាមកធ្វើពិធីបន់ឆ្លងហើយម្យ៉ាងទៀតអានិសង្សអ្នកកសាងសាលានេះរមែងបានបុណ្យបានអានិសង្សទាំងយប់បានអានិសង្សទាំងថ្ងៃបានបុណ្យយូរជាងគេវែងជាងគេប្រគិនចង្ហាន់ប្រសងឆាន់តែមួយពេលអស់ហើយប្រគិនជាពរប្រសងយ៉ាងច្រើន 5-6 ឆ្នាំអស់ប្រគិនសាលានេះមួយតាមស្រួលម្ចាស់សាលាទៅមុនអស់សាលាអត់តាន់ទៅណាទេគេឡើងលើសាលាយើងយប់យើងបានបុណ្យយប់គេឡើងលើសាលាយើងថ្ងៃយើងបានបុណ្យថ្ងៃនរណាក៏ដោយតែហ៊ានទៅឡើងលើសាលាយើងអ្នកម្ចាស់បានបុណ្យរហូតដោយគេកសាងអូតែលផ្ទះសំណាក់គេកសាងរលុយតែមានភ្ញៀវឡើងច្រើនគេបានលុយច្រើនហើយយើងកសាងសាលាកសាងរោបុណ្យតែមានភ្ញៀវឡើងមកច្រើនយើងបានបុណ្យច្រើនដែរបានព្រះអង្គសម្ដែងអារាមរូបវណ្ណៈរូបាយេជនិសេតការកាបបញ្ចឧតបានញ្ញយេតតន្តិឧបស្សយ៉ាងទេសង្ឃិវិចរតោចៈសទាបញ្ញវត្តតិធម្មថាសេនសម្បណ្ណោតេយនិសក្តិមីណូនោះណាញោមស្ដាប់បានទេអត់តែពេញបាននឹងថាមិនដូចតែបល័យបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់ពួកណាដែលតាមផ្កាជាលំអឲ្យជារីករាយចិត្តនេះមួយបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលណាដាំឈើធំជាមលុបឲ្យគេជ្រោកនឹងមួយបុណ្យចម្រើនទាំងយប់ទាំងថ្ងៃដល់ណាកសាងថ្នល់កសាងស្ពានសាលារៀនមន្ទីរពេទ្យនឹងមួយបុណ្យចម្រើនទាំងយប់ទាំងថ្ងៃដល់ណាដែលជីកដងជីកស្រះឲ្យគេប្រើប្រាស់នឹងមួយកសាងពាងអាងបាសាំងទឹកអីជាដើមនឹងបុណ្យរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលណាកសាងទីឧបស័យគឺទីសំណាក់ផាអាស្រ័យមានកុដិសាលានេះបុគ្គលបែបនេះបរិបូរណ៍ដោយធម៌ប្រកបដោយសន្តិនឹងទៅកើតស្ថានសួគ៌អញ្ចឹងហើយបានជាមធ្យមាននុបកសាងសាលានាងសធម្មមានភ័យណាស់ប្តីអញកសាងសាលាតែអញមិនបានធ្វើជាមួយប្តីវងបែកបើអញ្ចឹងទៅស៊ីស៊ុបធ្វើឲ្យជាងបានជាមួយប្តីមួយទៅហើយនាងសនន្ទាទៅជីកស្រះមួយទៅហើយនាងសុចិត្រាទៅដាំឈើលម្អទៅឲ្យវាបានបុណ្យជាមួយប្តីហើយនាងសុជាតាអញមិនបាច់ធ្វើអីទេគង់តែអញស្លាប់ទៅគង់តែអញមិនបាច់ធ្វើអីទេគង់តែប្តីអញធ្វើអញបានដែរព្រោះប្តីអញម្យ៉ាងឪពុកមីអញទ្រាំជាមួយតែគ្នាទេអញតែងខ្លួនឲ្យតែស្អាតជាងគេទៅប្តីស្រឡាញ់អញជាងគេមានឯណាមកភ័ក្រមាននុបទៅកើតជាប្រអិននាងសធម្មមានាងសនន្ទានាងសុចិត្រាទៅកើតជាមួយមែននាងសុជាតាទៅកប់ញីតែឯងទៅខ្ញុំមើលឃើញណាហើយចឹងហើយបានថានាងរត់រកអ្នកអាខាតលៈរត់រកបានសាជំទាវរត់រកអញ្ញាទេពធីតារត់រកទេវបុត្រអញ្ចឹងដែរអ្នកកសាងសាលាទៅជួបជាមួយអ្នកកសាងសាលាអញ្ចឹងបានជានាងរស់ហេណីនៅជាមនុស្សកសាងសាលាបានស្អាតដល់ស្រាប់ទៅឋានលើឯណោះទេវតាដដើមគ្នាយកអត់បានសោះទេវតាណាក៏យកបានយកទៅប្តឹងឲ្យព្រះអិនជួយជំរះសេចក្តីព្រះអិនឃើញទៅស្រឡាញ់នាងនឹងខ្លាំងជាងគេថាបើមិនបាននាងនឹងទេស្លាប់ទេវតាថ្វាយទៅព្រះអិនបានជាអគ្គមហេសីព្រះអិនមួយទៀតទៅមកពីអីមកពីនាងរស់ហេណីកសាងសាលាព្រះអិនក៏កសាងសាលាអញ្ចឹងត្រូវទៅជួបគ្នាអញ្ចឹងដែរអញ្ចឹងហើយនាំឲ្យញោមនឹងបានសុខបានចម្រើនម្យ៉ាងទៀតយើងឧទ្ទិសផលនឹងបានដល់បុព្វការីជនមេត្តាបិតាយើងផងខ្លួនយើងបានកើតជាមនុស្សបានផ្ទះធំទំនុំខ្ពស់ផងដែរអានិសង្សច្រើនណាស់ប្រគុណជាអង្គម្ចាស់តែនៅសួគ៌ទៀតប្រយ័ត្នអត់អ្នកយ៉ាងកិញ្ញសូមជ្រាបសាធុប្រគិនពរឲ្យអនុថែកាន់តែមានបញ្ញាឆ្លាតតទៅទៀតញាតិញោមពុទ្ធបរិស័ទការថ្លៃសម្ដែងពធទេសនាអំពីពុទ្ធជាពិស័យនៅឆ្លងឧបឋានសាលានិងអានិសង្សកសាងសាលានិងអានិសង្សកសាងព្រះនឹងប្រមាណប៉ុណ្ណេះប្រមងផ្ដោតប្រមងកការមហាកុសលបែងចែកជា4ផ្នែកផ្នែកប្រទិសប្រគេនដល់អតីតប្រគូចៅអធិការវត្តក្រស្នាបន្ទាយមានព្រមទាំងអតីតប្រគូសូមឆ្វេងស្ដាំអ្នកមានឧបការៈគុណអាចារ្យគណៈកម្មការទាំងអស់សូមឲ្យអ្នកទាំងអស់នោះបានទទួលអ្នកផលកុសលផលបុណ្យតាមសំគួររបស់ខ្លួននិងបទផ្នែកទៀតឧទ្ទិសដល់បុព្វការីជនអនុជនបញ្ញាជនរបស់ព្រះគុណម្ចាស់ញោមញាតពុទ្ធបរិស័ទទាំងអស់សូមឲ្យអ្នកទាំងអស់នោះបានទទួលមហាកុសលក្នុងទីនេះដែរនិងបុព្វកុសលផ្នែកទៀតប្រគេនដល់ព្រះគ្រូចៅអធិការព្រះគ្រូសូត្រស្ដាំឆ្វេងព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងអស់សូមឲ្យសុខសប្បាយក្នុងភ្នួរកុំឲ្យមានស្គៀបល្មមពុះរហូតកុំសឹកឲ្យសោះហើយនឹងផ្នែកទៀតជូនដល់អាចារ្យគណៈកម្មការញោមញាតពុទ្ធបរិស័ទទាំងអស់ដែលជឿនប្រសពណៈធម៌ក្នុងទីនេះសូមប្រកបជួបប្រទះសេចក្តីសុខសេចក្តីចម្រើនរួមរកការងារគុំតេជៈដែលជុំសុខបដងលំនីធ្វើដំណើរទៅទីជិតឆ្ងាយគ្រប់ថ្ងៃយ៉ាងណាប្រកបដោយសុវត្ថិភាពមានលៀបមានសំណាងមានជ័យជំនះឈ្នះមានសត្រូវគ្រប់ទិសទីអនាគតជាតិសូមបានសម្រេចធម៌តាមឧបនិស្ស័យរួចចាក់ទុកគ្រប់ព្រះអង្គគ្រប់គ្នាក៏បីអខានឡើយការសម្ដែងធម៌ទេសនាលាលេតន័យមហាថែអនុថែសរមត្តបច្ចៈអេវ៉ាំ